តាំងពីតូចមកខ្ញុំជាមនុស្សចម្លែកម្នាក់មិនដែលកើតកូនសោះតែតែងតែមានទឹកដោះជានិច្ចយំរកស្អីនៅក្នុងភូមិអ្នកណាក៏ដឹងថាអញជាស្រីខូចមិនដែលកើតកូនតែមានទឹកដោះដែរប្រញាប់ទៅស្ទឹងចាប់ត្រីឲ្យអញភ្លាមបើចាប់មិនបានថ្ងៃនេះកុំសង្ឃឹមថាបានស៊ីបាយការងារមិនធ្វើស្អីគ្រួសារខ្ញុំរៀបការបានប្រពន្ធចម្លែកបែបនេះគឺសី8ជាតិហើយខ្ញុំចង់ស៊ីត្រីម៉ែប៉អញឈួតទេដឹងចុះត្រជាក់ដក12ដឺក្រេឯងឲ្យយ៉ាន់វ៉ាន់ទៅចាប់ត្រីដែរទេហើយក្លិននៅលើខ្លួននាងខ្ញុំចូលឆ្ងាយយ៉ាងនេះនៅតែហិតក្លិនឃើញទៀតឯងនៅឲ្យនាងចេញក្រៅទៀតធ្វើឲ្យប្តីស្លាប់កន្លះឆ្នាំហើយមិនដែលពោះផងមិនក៏មានទឹកដោះនេះហើយជាស្រីខូចពីកំណើតកាលពីសង្គមចាស់គេចាប់ជ្រមុជទឹកយូរហើយខ្ញុំនេះជាជំងឺស្អីដូចជាឯងប្តីឯងស្លាប់នៅលើទៅស្រាខ្ញុំមើលទៅគឺអាក់ស្ទះស្លាប់ហើយនៅយំទៀតគេនិយាយខុសឬមនុស្សធ្វើការមិនស្ទាត់គុំសង្ឃឹមថាបានលួចខ្ជិលមើលស្អីកូនប្រុសខ្ញុំរៀបការជាមួយនាងភ្លាមក៏ស្លាប់ភ្លាមមួយជីវិតនេះគឺជំពាក់គ្រួសារចៅយើងហើយថ្ងៃនេះបើចាប់ត្រីមិនបានឯងក៏គុំត្រឡប់មកវិញដែរប្អូនស្រីយ៉ាន់វ៉ាន់នាងចាប់ត្រីបែបនេះមិនដឹងដល់អង្កលទេត្រឡប់ទៅវិញទៅខាងក្រៅត្រជាក់ណាស់អរគុណបងប្រុសលីនប៉ុន្តែខ្ញុំមិនអាចយករបស់អ្នកបានទេខ្ញុំមើលបន្តិចទៀតត្រែងលោមើលមានត្រីទៀតមិនអាចទេរដូវរងាធំយ៉ាងនេះស្រង់បានមួយក្បាលរាប់ថាមានសំណាងហើយមិនក៏អាចមានត្រីទៀតមានត្រីមែនប្អូនស្រីយ៉ាន់វ៉ាន់ត្រីច្រើនណាស់នាងបន្តិចទៀតប្អូនស្រីយ៉ាន់វ៉ាន់ឯងពិតជាមានបញ្ហាមែននៅក្នុងផ្ទះក្រហាយគ្មានអ្វីស៊ីទេឯងនៅតែរើមនុស្សមកផ្ទះទៀតនាងសន្លប់ដោយសារត្រជាក់នៅមាត់ស្ទឹងបើខ្ញុំមិនជួយនាងច្បាស់ជាស្លាប់ហើយអាល្ងីល្ងើប្រពន្ធចង្រៃដែលរត់ចោលឯងបន្សល់ទុកកូនមិនទាន់ដាច់ដោះហើយនឹងប្អូនស្រីចិត្តកើតកូនទៀតគ្រួសារយើងមានលុយឯណាទៅជួយអ្នកអតីថ្ងៃនេះខ្ញុំធ្វើការបានលុយបន្តិចបន្តួចក៏ទិញម្សៅទឹកដោះគោនិងពងទាចាំបន្តិចទៀតឲ្យនាងហូបអាដុំឈើរបស់នឹងទុកឲ្យកូនបែងហ៊ានឲ្យនាងឯនឹងវាបំបាក់ជើងឯងនាងភ្ញាក់ហើយមិនអីទេមែនទេនាងត្រង់នេះបងប្រុសលីនអរគុណដែលបានជួយខ្ញុំត្រូវប្រញាប់ត្រឡប់ទៅវិញហើយយកទៅរបស់សកណ្ដោកាត់នៅក្នុងផ្ទះគុំមកស្លាប់នៅមុខទ្វារផ្ទះខ្ញុំនាំសីអ្នកមីងពួកអ្នកជាមនុស្សល្អប្រកាសជាជួបផលល្អមិនខានខ្ញុំត្រូវប្រញាប់ទៅហើយបើម៉ែផ្ទៃដឹងថាខ្ញុំមកផ្ទះយប់យ៉ាងនេះនាងនឹងវាយខ្ញុំទៀតហើយម្នាក់នេះល្ងងមែនសំបីតែពងមាន់មួយក៏មិនហ៊ានយករត់លឿនគ្រាន់បើព្រលឹមស្រាងមាន់ចង្រៃនេះរងរកស្អីលោកឲ្យមាន់នេះស្រាប់តែពងហើយលៀនទី3ប្រញាប់ឡើងយកទៅចាំដល់ពេលស្ងោឲ្យកូនស៊ីប៉ុន្តែធាតុអាកាសត្រជាក់យ៉ាងនេះមាន់ចិត្តរស់មិនរួចផងមិនក៏វាពងបានឯងខ្វល់ច្រើនធ្វើស្អីប្រហែលជាមាន់វាយល់ព្រមពងហើយកូនឥឡូវកំពុងឃ្លានប្រញាប់ទៅឆុងម្សៅទឹកដោះគោដែលឯងទិញមកបងថ្លៃម្សៅទឹកដោះគោនេះជាពិសេសណាស់ឲ្យកូនស្រីខាតបងនេះគឺខាតបងណាស់នៅក្នុងពោះខ្ញុំជាកូនប្រុសកំពុងត្រូវការពង្រឹងជីវជាតិចិនសៀវហ្វានឯងធ្វើស្អីនឹងជាប្រភពជីវិតកូនស្រីខ្ញុំឯងចង់បានឲ្យប្តីឯងទិញឲ្យទៅកូនប្រុសម៉ែឲ្យបងស្រីខ្ញុំការមកលំបាកលទ្ធផលរត់បាត់គ្រួសារលីនឯងជំពាក់គ្រួសារចិនយើងមនុស្សរួមមួយណាខ្ញុំចង់បានស្អីពួកឯងត្រូវតែឲ្យខ្ញុំទាំងអស់ដាក់ចុះរបស់នេះជារបស់កូនអូយនៅហ៊ានវាខ្ញុំទៀតមានសមត្ថភាពវាមកខ្ញុំទៅតែដឹងថាហេតុអ្វីបានជាបងស្រីខ្ញុំបោះបងគឺមកពីបងអន់បែបនេះខ្ជិលប្រកែកជាមួយបងអូយមានពងមាន់ទៀតថ្ងៃក្រោយមានរបស់បែបនេះផ្ញើទៅផ្ទះខ្ញុំផ្ទាល់កុំឲ្យស្ត្រីមានផ្ទៃពោះដូចខ្ញុំដើរមួយជើងម៉ែខ្ញុំទៅក្នុងស្រុកទិញបន្ថែមទៀតព្រឺធ្លាក់បិទភ្នំហើយទៅមកជាច្រើនសប្លីលុះត្រាតែឯងត្រឡប់មកវិញកូនច្បាស់ជាដាច់ពោះស្លាប់បាត់ហើយម្យ៉ាងទៀតផ្ទះយើងមានលុយសល់ឯណាឈប់ខ្ញុំដឹងថាមានវិធីមួយជើយ៉ាន់វ៉ាន់ឬថាមានជំងឺចម្លែកឯងមិនមែនបានជួយនាងទេឲ្យនាងជួយបន្តិចទៅអរគុណអ្នកប្រុសចង្រៃឬនៅនេះមិនសូវល្អទេដឹងយ៉ាងណាក៏ដឹងហើយមិនក៏មកវិញយប់យ៉ាងនេះចាប់ត្រីយឺតយ៉ាវដល់ឥឡូវចង់ឲ្យឯនឹងកូនពើដាច់ពោះស្លាប់ឬមិនប្រញាប់ទៅដាំបាយទៀតម៉ែលើខ្លួនខ្ញុំសំអស់ហើយខ្ញុំសុំទៅផ្លាស់ខោអាវបានទេរងចាំអញផ្លាស់រួចពួកអញដាច់ពោះស្លាប់បាត់ហើយប្រញាប់ទៅដាំបាយឲ្យអញភ្លាមបងថ្លៃមើលទៅបងត្រជាក់ណាស់មុនដាំបាយត្រូវការពើប្អូនជួយធ្វើឲ្យកក់ក្ដៅទេអត់បានការនាងធ្វើឲ្យបងឯងស្លាប់ឯងប៉ះនាងមិនខ្លាចថយអាយុទេមើលស្អីមិនប្រញាប់ចូលក្រពើចង្ក្រានបាយទៀតម៉ែខ្ញុំទៅនំបន្តិចគឺខ្ញុំលីនទី3
បងប្រុសលីនយប់ជ្រៅយ៉ាងនេះមកផ្ទះខ្ញុំមានការអីមែនទេ ខ្ញុំចង់សួរខ្ចីនាងខ្ចី បងប្រុសលីនបងចង់ខ្ចីអ្វី យ៉ានវ៉ាន់ទោះបីជានិយាយថារៀបការហើយប៉ុន្តែប្តីស្លាប់នៅយប់រៀបការហើយខ្ញុំទៅនិយាយសុំខ្ចីជាមួយក្រមុំមិនទាន់ស្គាល់ប្រុសបោះបង់ចុះគ្មានអីទេខ្ញុំទៅសិនហើយ បងស្គមណាស់ត្រូវហូបឲ្យច្រើនបន្តិច អាប្អូនចៅទី3នេះមិនក៏ទៅនំយូរម្លេះ មិនដឹងថាព្រើធ្លាក់ដល់ពេលណាទេថ្ងៃស្អែកឲ្យជើយ៉ានវ៉ាន់ឡើងភ្នំមើលក្រែងលោបាញ់បានសត្វព្រៃខ្លះ ណែមនុស្សម្នាក់នោះអញជាអ្នកណាអាលីនអញយប់ជ្រៅគ្មានការអីមកដើរវល់នៅផ្ទះអញធ្វើអីក្រែងលងលួចអីវ៉ាន់ទេដឹង មិនមែនទេអ្នកមីងវ៉ាងអ្នកយកច្រឡំហើយខ្ញុំមកខ្ញុំគ្រាន់តែឆ្លងកាត់ ឆ្លងកាត់អ្នកណាឆ្លងកាត់មកផ្ទះអ្នកអតីឯងជួយផងអាសត្វធាតអាទី3 ស្រែកទៅស្រែកឲ្យខ្លាំងនាងស្រែកកាន់តែខ្លាំងអញកាន់តែរំភើបអាសត្វធាត បងមិនអីទេមែនទេអាទី3កូនអើយអាខូចចិត្តឯងវា ម៉ែអាលីនជាប្រុសកំណាចវាចង់វាខ្ញុំឲ្យស្លាប់ បងប្រុសលីនអរគុណបងបានជួយខ្ញុំម្ដងទៀតហើយ មិនអីទេ អាលីនអញហ៊ានវាកូនអញឲ្យរបួសអញមិនអត់ទោសឲ្យអញទេ ចៅទី2យប់ជ្រៅរំលោភបំពានស្ត្រីខ្ញុំមិនវាឲ្យស្លាប់រាប់ថាប្របីហើយ ស្ត្រីស្អីនឹងជាបងខ្លាយកូនអញបងខ្លាយជាមនុស្សផ្ទះអញកូនអញលេងសើចបន្តិចមានអីចុះអញវិញយប់ជ្រៅមកផ្ទះអញធ្វើអីក្រែងលេចង់ពិតមាត់ឯងស្មានថាអ្នកណាក៏អន់ដូចឯងឬខ្ញុំគ្រាន់តែស្អីខ្ញុំថាឯងយប់ជ្រៅមកផ្ទះអញខ្ញុំមើលទៅឯងគឺមកលួចមានប្រុសជាមួយស្រីថោកទាបអត់លក្ខស្មោះនេះឯងមិនមែនទេបងប្រុសលីនគ្រាន់តែមកខ្ចីរបស់ខ្ចីរួចក៏ទៅវិញហើយចៅទី3ទើបតែសម្រុកចូលមកហែកខោឲ្យខ្ញុំពិតមាត់ស្រីមិនស្គាល់ខ្មាស់ដូចឯងច្បាស់ជាធ្វើខ្លួនឯងទទួលខ្លួនឯងមានចិត្តមិនស្អាតបាតនៅហ៊ានយករឿងស្អុយមកជិះលើកូនអញទៀតខ្ញុំធ្វើការនៅផ្ទះចៅរាល់ថ្ងៃខ្ញុំមិនដែលធ្វើរឿងដែលអ្នកនិយាយនោះទេឯងអាំងអីវាអាំងអញជាម៉ែវាពងមន់នោះជាបងប្រុសលីនឲ្យខ្ញុំល្អណាស់គេឲ្យពងមន់ឯងពួកឯងលួចមានអីជាមួយគ្នាហើយ ត្រូវហើយខ្ញុំមើលទៅបងប្រុសខ្ញុំក៏ត្រូវពួកឯងទាំងពីរអ្នកប្រុសស្នេហ៍ស្រីស្រគៀលសម្លាប់ដើម្បីបិទបាំងរឿងអាស្រូវដែរឯងកុំនិយាយផ្លេសផ្ដាស់កូនប្រុសឯងផឹកស្រាស្រវឹងស្លាប់នៅលើទៅស្រាមានពាក់ព័ន្ធអីជាមួយយ៉ានវ៉ាន់ អូហូហៅដល់យ៉ានវ៉ាន់ផងស្និទ្ធស្នាលយ៉ាងនេះនៅថាគ្មានរឿងអាស្រូវទៀតអ្នកស្រុកមកមើលលឿនឡើងចាប់ប្រុសស្នេហ៍មេមីស្អុយលួចមានប្រុសវាប្អូនថ្លៃហើយសម្រាប់មនុស្សហើយខ្ញុំគ្រាន់តែទៅខ្ចីទឹកដោះតើមិនក៏ទៅយូរម្លេះមិនទាន់មកវិញចរិតក្តៅក្រហាយបែបនោះកុំឲ្យកើតរឿងអីឲ្យសោះមានចាញ់អ្វីកើតឡើងអ្នកណាទៅលួចលាក់មានប្រុស អ្នករាល់គ្នាមើលចុះការនោះគ្រួសារចាស់ចៅបានចំណាយលុយចំនួនរហូតដល់200យន់ដើម្បីរៀបការនាងចូលផ្ទះអ្នកណាទៅដឹងថាកូនប្រុសខ្ញុំរៀបការថ្ងៃដំបូងក៏ស្លាប់ហើយនាងហ៊ាននាំប្រុសកំណានចូលបន្ទប់បាយវាយបាក់ឆ្អឹងកូនទី3ខ្ញុំទៀត និយាយផ្ដេសផ្ដាស់កូនប្រុសអ្នកឯងគឺដោយសារតែដើរលេងផឹកស៊ីបំផ្លាញសុខភាពខ្លួនឯងទើបស្លាប់នៅលើទៅស្រាគុំមកទម្លាក់កំហុសលើអ្នកដទៃយេវ៉ាន់ដាំឡើយមិនចាំបាច់នៅផ្ទះអ្នកឯងទទួលការទារុណកម្មនេះទេគឺមកពីនាងចិត្តល្អនៅមើលថែពួកអ្នកឯងលីនសួរអ្នកឯងជាមនុស្សល្ងងមែនម្ដាយឲ្យអ្នកឯងមកខ្ចីអង្គឲ្យកូនសម្មុខហើយត្រូវគេទម្លាក់កំហុសលើទៀត លីនជួយរឿងផ្ទះខ្ញុំមានពាក់ព័ន្ធអីនឹងអ្នកឯងទេនៅតែមានពាក់ព័ន្ធត្បិតថាកូនប្រុសអ្នកឯងជាប្រុសកំណានអាក្រក់ជួជាតិវាងចិនកូនប្រុសខ្ញុំជាមនុស្សត្រឹមត្រូវកូនទី3ផ្ទះអ្នកឯងជាស្អីទៅហ៊ានមកប្រៀបធៀបនឹងកូនប្រុសខ្ញុំផងខ្ញុំមើលទៅអ្នកឯងចាស់វង្វេងហើយខ្ញុំចាស់វង្វេងមនុស្សមួយភូមិបានឃើញទាំងអស់កូនទី3ចាប់បានការលួចលាក់របស់ពួកវាអ្នកឯងនិយាយមកកូនប្រុសច្បងអ្នកឯងថ្ងៃនេះបើមិនសងលុយទេពួកអ្នកឯងម្នាក់ក៏គុំសង្ឃឹមថានឹងបានចេញពីជើង ត្រូវហើយពួកអ្នកមើលចុះលើខ្លួននាងនៅពាក្យអោរបស់អាល្អិតគ្រូសាលីននៅឡើយទេនោះគឺដោយសារតែចៅទី3ធ្វើបាបយេវ៉ាន់ចៅទី3មុខមាត់ត្រឹមត្រូវយ៉ាងនឹងមិននឹងអាចធ្វើបាបនាងទៅប្រកាសជានាងចិត្តអ្នកតណ្ហាយកគេហើយខ្ញុំមិនបានតណ្ហាយកគាត់ទេគឺចៅទី3ស្រាប់តែលេចមុខមកទាញឲ្យខ្ញុំមានកូនក្រមុំល្អឯណាឈ្មោះសំលេងខ្លួនឯងមកកុហកបែបហ្នឹងវាងចិនអ្នកឯងប្រដៅកូនប្រុសខូចរបស់អ្នកឯងឲ្យល្អទៅបើហ៊ានលូកដៃផ្ដេសផ្ដាស់ទៀតខ្ញុំនឹងកាប់វាឲ្យជ្រូកស៊ីនិយាយផ្ដេសផ្ដាស់អាទី3ខ្ញុំរៀងរវឹនស្អាតបាតយ៉ាងហ្នឹងអាចមើលភ្នែកនាងធ្លាក់គឺស្រីរ៉បអានេះនិយាយផ្ដេសផ្ដាស់គឺនាងលួចដណ្ហាយកខ្ញុំនៅពាក់កណ្ដាលអាធ្រាត្រធ្វើបាយសោះពាក់អាវសិចស៊ីម្លេះខ្ញុំគ្រាន់តែទៅរំលឹកនាងបន្តិចមិននឹកស្មានថាតននាងនឹងលីនស៊ូមានប្រុសប្រពន្ធលួចលាក់សោះ
ខ្ញុំមើលទៅអ្នកណាហ៊ានប៉ះពាល់នាង លីនរូជួយកូនប្រុសល្អដែលអ្នកឯងប្រដៅមកអបគ្នាចឹងជាងប្តីប្រពន្ធទៀតគ្មានខ្មាស់គេទេបានហើយបើគ្រួសារលីនអ្នកឯងមានសមត្ថភាពចេញលុយចំនួន500 យ៉នមកនាំនាងទៅភ្លាមទៅ500 យ៉នវាងចិនអ្នកឯងឈួតវង្វេងហើយមែនទេប្រពន្ធអាលីនរត់ចោលយកទ្រព្យសម្បត្តិទៅអស់រលីងលុយទិញនំប៉័ងឥឡូវជាទ្រព្យសម្បត្តិទាំងអស់របស់វារកឯណាបាន500 យ៉នមកសង ត្រូវហើយកូនច្បងគ្រួសារលីនត្រឹមជាអាខ្វិនក្រក់សត្វម្នាក់ជឿថាគ្មានសំបីតែ5 យ៉នក្នុងហោប៉ៅផងបិទមកទាំងអស់គ្នាទៅប្រពន្ធវារត់ចោលគឺមកពីវាក្រំបនកូនច្បងខ្ញុំរងរបួសដោយសារជួយគេនោះជាឈាមដែលធ្វើឲ្យដូនតាមានមោទនភាពដូនតាហូបចែកបានមែនទេគ្មានលុយអាលីនស៊ូនឹងជាអាអត់សមត្ថភាពថ្ងៃនេះបើមិនយកលុយមកគ្មានអ្នកណាម្នាក់បានទៅណាទេបងប្រុសលីនគឺដើម្បីជួយខ្ញុំពួកយើងបរិសុទ្ធស្អាតស្អំបើពួកអ្នកស្អប់ខ្ញុំទៅគុំធ្វើបាបគ្រួសារលីនអីស្អាតស្អំនាងសំនឹងនិយាយពាក្យពីរម៉ាត់នឹងដែរអ្នកណាឃើញវាជួយនាងខ្ញុំមើលទៅនាងចិត្តណាហើយប្រុសចូលផ្ទះគ្មានលុយទេគុំនិយាយច្រើនថ្ងៃនេះបើមិនយក500 យ៉នទេឬមួយក៏អញនឹងធ្វើតាមច្បាប់ភូមិជ្រមុជទឹកទន្លេទឹកកកនេះរឿងដែលខ្ញុំមិនបានធ្វើខ្ញុំមិនទទួលស្គាល់ទេប៉ុន្តែក៏មិនអាចឲ្យពួកអ្នកធ្វើបាបអ្នកដទៃដែរពួកអ្នកមិនជឿទេខ្ញុំនឹងយកសេចក្តីស្លាប់មកបញ្ជាក់ល្អតាក្នុងការនាងចង់ស្លាប់ខ្ញុំនឹងបំពេញបំណងនាង500 យ៉នខ្ញុំចេញអាចឈួតនេះឈួតមែនទេនេះជាលុយ500 យ៉នណាអូប្រហែលជាគ្មានលុយសងទេដឹងគ្មានលុយហើយចង់ធ្វើវីរបុរសជួយស្រីស្អាតទៀតអ្នកណាថាពួកយើងគ្មានវាងចិនលុយនេះអ្នកឯងយកទៅថ្ងៃក្រោយចៅយេវ៉ាន់និងគ្រួសារចៅរបស់អ្នកឯងគ្មានការពាក់ព័ន្ធគ្នាទៀតទេលុយ500 យ៉នទិញស្រីចង្រៃគ្មានអ្នកណាយកខ្ញុំរៀបការយកស្អីគេអ្នកឯងថាចៅយេវ៉ាន់គ្មានអ្នកណាយកខ្ញុំយកអាស្ងាត់មាត់នោះជាលុយ500 យ៉នណាលុយសន្សំចុងក្រោយរបស់ផ្ទះយើងអ្នកឯងមិនព្រិចភ្នែកសោះយកឲ្យគ្រួសារចៅបាត់ម៉ែមិនមែនជាលុយម៉ែឲ្យទេបងប្រុសលីនអរគុណបងនិងអ្នកមីងពួកគេសុទ្ធតែជេរខ្ញុំជាស្រីចង្រៃថាខ្ញុំធ្វើឲ្យប្តីស្លាប់ខ្ញុំជាស្រីមេម៉ាយម្នាក់បើគ្មានពួកបងទេខ្ញុំប្រកាសជាស្លាប់បាត់ហើយកុំស្ដាប់ពួកមីងមាត់ដាច់និយាយផ្ដេសផ្ដាសបងប្រុសលីនបងជាមនុស្សល្អប៉ុន្តែខ្ញុំមិនដឹងជាត្រូវតបស្នងបងយ៉ាងម៉េចទេបើអ្នកនាងមិនរំខានទេកូនស្រីខ្ញុំនៅតូចនៅជួយមើលថែបំរើដោះនាងផងបងប្រុសលីនកុំបារម្ភក្រៅពីបំបើកូនខ្ញុំក៏ចេះធ្វើការដែរប្រកាសជានឹងតបស្នងគុណបងនិងអ្នកមីងប្អូនស្រីយេវ៉ាន់មុននេះនាងទៅរៀបចំខ្លួនក្នុងបន្ទប់សិនទៅស្អែកខ្ញុំឡើងភ្នំបាញ់សត្វព្រៃខ្លះមកពៅកម្លាំងនាងមើលអាប្រុសព្រានចុះមើលចុះប្តីអញយកលុយ500 យ៉នទៅចិញ្ចឹមស្រីញីផ្សេងនោះជាលុយរស់រៀនមានជីវិតចុងក្រោយរបស់យើងណាធ្វើដើម្បីស្រីម្នាក់នោះទាំងអស់លីនសួរអ្នកឯងពិតជាខ្លាំងមែនឪពុកបង្កើតខ្លួនឯងគ្មានសំបីតែបរហូបយកលុយទៅឲ្យអ្នកក្រៅថ្ងៃនេះបើអ្នកឯងមិនចែកឲ្យពាក់កណ្ដាលទេពួកយើងនឹងស្លាប់នៅមុខទ្វារផ្ទះអ្នកឯងអរគុណបងអូនស្រីយេវ៉ាន់ហើយបងប្រុសលីនបងប្រកាសជាបាញ់សត្វបានក្រែងលោសត្វព្រៃលោតចូលអន្ទាក់ផ្ទាល់ក៏ថាបានព្រមទាំងខ្ញុំនិងអ្នកមីងនៅផ្ទះរងចាំបងលីនស៊ូមនុស្សពួកយើងនិយាយទេអីគ្រាន់តែឆ្កែព្រៃប្រុសម៉េចនៅចង់សម្ដែងមុខស្រីម្នាក់នេះទៀតព្រើធ្លាក់បិទភ្នំយ៉ាងហ្នឹងកុំឲ្យតែដល់ពេលបាញ់សត្វមិនបានក្រឡាស់ជាកក់ស្លាប់លើភ្នំឲ្យគេសែងមកវិញបងប្រុសលីនបងជាមនុស្សល្អបងឡើងភ្នំប្រកាសជាមិនអីទេក្រែងលោសត្វទាំងនោះលោតចូលអន្ទាក់បងផ្ទាល់តែម្ដងសូមឲ្យដូចពាក្យអ្នកនាងហេធ្វើពុតជាពូកែខ្ញុំចាំមើលតើពេលណាអ្នកឯងត្រូវស្រីនេះធ្វើឲ្យចង្រៃស្លាប់មិនដឹងថាអាចចាប់បានអត់ទេសង្ឃឹមថាមិនធ្វើឲ្យយេវ៉ាន់ខកបំណងនេះមិនក៏អាចទៅរួចបានហើយដៃក៏ដល់ថ្នាក់នឹងនៅបោះដីទៀតឲ្យអ្នកផ្សេងឃើញគិតថាខ្ញុំធ្វើបាបនាងហើយអ្នកមីងការងារតែងតែមានអ្នកធ្វើហើយខ្ញុំមានតែប្រេងលាបសប៉ុណ្ណឹងដៃនាងក៏ក្រហមដូចការ៉ុតចឹងប្រញាប់លាបទៅអ្នកមីងអរគុណអ្នកមីងនិងបងប្រុសលីនសុទ្ធតែជាមនុស្សល្អអ្នកមីងទុកឲ្យខ្ញុំធ្វើចុះខ្ញុំគួរតែជួយពួកអ្នកជួយខ្ញុំច្រើនណាស់ខ្ញុំក៏គួរតែជួយពួកអ្នកដែរត្រឡប់មកវិញហើយមិនអីទេបាញ់មិនបានក៏ជារឿងធម្មតាព្រះអើយ
ថ្ងៃព្រឹកធ្លាក់ខ្លាំងយ៉ាងហ្នឹងអ្នកឯងទៅរកបានសត្វថតច្រើនម្លេះនៅក្នុងបន្ទប់បំបើកូន យេវ៉ាន់ខ្ញុំមិនបានចិត្តណាទេកូនស្រីហូបបានល្អទេ បងប្រុសលីនបងត្រឡប់មកវិញហើយកូនទើបតែបំបើរួចឥឡូវគ្រាន់បើច្រើនហើយ អញ្ចឹងល្អហើយអ្នកនាងហូបឲ្យច្រើនពើកម្លាំងខ្ញុំចេញទៅចាំការពារនៅខាងក្រៅដាច់ខាតមិនឲ្យអ្នកណាចូលមករំខានទេ មិនក៏មានសត្វច្រើនម្លេះ ថ្ងៃនេះអ្នកនាងថាសង្ឃឹមថាសត្វលោតចូលអន្ទាក់ខ្ញុំស្រាប់តែវាលោតចូលមែនយេវ៉ាន់អ្នកនាងពិតជាតារាសំណាងមែនម៉ែយប់នេះកាប់មន់មួយខ្វល់ឲ្យយេវ៉ាន់ពើ លីនស៊ូបាញ់សត្វត្រឡប់មកវិញហើយប្រហែលជាគ្មានសំបីតែរមន់មួយសរសៃផងនេះមិនក៏អាចទៅរួចមើលស្អីចង់មកផ្លោះចោលទៀតរដូវរងាធំយ៉ាងហ្នឹងឆ្មាព្រៃក៏ចេះរកចំណីដែរអ្នកឯងដើរមកផ្ទះខ្ញុំរាល់ថ្ងៃមិនខ្មាស់គេទេមែនពួកអ្នកបង្ខំឲ្យគ្រួសារខ្ញុំរត់ចោលខ្ញុំយកអីបន្តិចបន្តួចមានអីប្លែកលីនស៊ូខ្ញុំជាប្អូនស្រីប្រពន្ធអ្នកឯងណាក្នុងពោះនៅមានក្មួយបង្កើតអ្នកឯងទៀតពិតមកឆ្កែរបស់អ្នកឯងព្រាមទៅខ្ញុំនិយាយខុសមែនចិនសៀវសានសត្វព្រៃទាំងនេះជាបងប្រុសលីនយកជីវិតទៅបដូរនៅក្នុងព្រៃជើមកនាងមានសិទ្ធអីមកដណ្ដើមពិតមកគ្មានចំណែកអ្នកក្រៅដូចនាងនិយាយទេនិយាយឲ្យស្រួលបួលយេវ៉ាន់មកផ្ទះខ្ញុំគឺជានៅក្នុងគ្រួសារខ្ញុំមិនដល់វេននាងមកនិយាយផ្ដេសផ្ដាស់ទេទៅឲ្យផុតបើហ៊ានមកទៀតខ្ញុំវីបាក់ជើងហ៊ានធ្វើបែបនេះដាក់ខ្ញុំលីនស៊ូជើយេវ៉ាន់ពួកអ្នកចាំមើលទៅអាមនុស្សចង្រៃរាល់ថ្ងៃដើរតែមកទាអីពីផ្ទះអញទៅអាឈើក្បាលរឹងនៅភ្លើធ្វើអីទៀតយករោមមន់ព្រៃនេះទៅបោចខ្ញុំទៅដាំទឹកបងប្រុសលីនកូនគេងលក់ស្ងប់ហើយពួកបងហូបទៅខ្ញុំត្រឡប់ទៅបន្ទប់វិញហើយប្អូនស្រីយេវ៉ាន់រឿងទាំងនោះចិនស៊ីនិយាយផ្ដេសផ្ដាស់ទេនាងបងប្រុសលីនខ្ញុំមិនខ្វល់ពីសម្ដីខាងក្រៅទេពីមុនពួកគេបង្រៀនខ្ញុំតែពីរបៀបធ្វើជាកូនស្រីធ្វើជាប្រពន្ធប៉ុន្តែដោយសារបងនិងអ្នកមីងលើកនេះខ្ញុំចង់សាកល្បងធ្វើជាខ្លួនឯងម្ដងប្អូនស្រីសាច់នេះទុកឲ្យកូនលីនស៊ូមិនហូបសាច់ទេចំពោះលីនស៊ូនៅមានច្រើនទៀតណានាងមកដល់ផ្ទះខ្ញុំហើយក៏នៅឲ្យស្ងប់ចិត្តទៅកុំគិតចង់ចាក់ចេញអីមើលស្អីគ្មានកន្លែងអ្នកឯងនៅទេទៅឲ្យផុតទឹកត្រជាក់ណាស់ទុកឲ្យបងធ្វើវិញបងលីនទុកឲ្យអូនលាងចានបានហើយគេឈ្មោះអូនអាស្រូវរួចហើយមិនចង់ធ្វើឲ្យខូចឈ្មោះបងទេ500យន់នោះអូនចាំទុកចាំអូនរកប្រាក់បាននឹងសងបងវិញមិនឲ្យខ្វះមួយសេនទេអូនមិនអាស្រូវទេអូនជាមនុស្សស្អាតស្អំនិងចិត្តល្អបំផុតដែលបងធ្លាប់ជួបគេឈ្មោះគឺសម្រាប់ឲ្យអ្នកដទៃមើលប៉ុន្តែជីវិតគឺរស់នៅសម្រាប់ខ្លួនឯងបោកខោឲ្យហើយប្រញាប់ចូលក្នុងទៅក្រែងលកុកបានហើយឈប់សរសេរទៅចូលទៅមើលចៅអញទៅមិនបាននិយាយឯងទេប្រកែកភ្នែកមើលគេស្ទើរតែជាប់នឹងខ្លួនគេទៅហើយអាប្រឡាក់ម៉ែអញកើតចេញពីពោះអញគិតអីអញមិនដឹងមែនទេយ៉ានវ៉ានជាក្មេងស្រីល្អចាំអញគិតគូឲ្យច្បាស់លាស់បើពិតជាចង់រស់នៅជាមួយនាងមហាសែនត្រូវតែល្អចំពោះនាងរហូតនាងធ្លាប់រស់នៅផ្ទះត្រកូលចៅរងទុកវេទនាណាស់បើអញហ៊ានការនាងជប់ផ្ទះហើយធ្វើបាបនាងទៀតអញនឹងបាក់ជើងឯងមុនគេម៉ែកូនមិនធ្វើបែបហ្នឹងទេជីវិតខ្ញុំមួយនេះគឺគ្រួសារលីនជាអ្នកជួយសង្គ្រោះមកពួកគាត់ល្អចំពោះខ្ញុំណាស់ទោះធ្វើជានៅក្របីក៏ខ្ញុំត្រូវតែទប់ស្នងពួកគាត់ដែរបងលីនព្រើលមិនទាន់រលាយអស់ផងស្បៀងនៅក្នុងផ្ទះនៅសល់រស់បានប៉ុន្មានថ្ងៃទៀតតើថ្ងៃនេះចាំបាច់ត្រូវទៅដែរឬបងគិតថាសាកសងសំណាងថ្ងៃនេះទៀតបើចាប់បានទន្សាយប៉ុន្មានក្បាលយកទៅលក់អាចទិញអំបិលនិងមីបានខ្លះឪពុកខ្ញុំធ្លាប់និយាយថានៅលើផ្ទាំងថ្មភ្នំជ្រៅបើអាចបេះបានផ្កាឈូកព្រើលមួយដើមអាចចិញ្ចឹមគ្រួសារបានច្រើនឆ្នាំផ្កាឈូកព្រើលអ្វីនោះសុទ្ធតែជារឿងព្រេងគ្មានពិតទេចាប់ទន្សាយទៅពិតប្រាកដអូននឹងម៉ែសម្រាប់នៅផ្ទះចុះបងនឹងប្រញាប់ត្រឡប់មកវិញយកនេះទៅនេះជាអ្វីដែលអូនខិតខំធ្វើការពីយប់មិញមានញាត់សម្លេងផងចង់នៅជើងជួយការពារខ្យល់ត្រជាក់លើភ្នំល្អណាស់បងនឹងពាក់វាមើលរកពីវារួចគ្រាន់តែសំណាងល្អចាប់បានទន្សាយនឹងមន់ព្រៃខ្លះធ្វើរូបធំយ៉ាងហ្នឹងមិនព្រមចែកឲ្យអញបន្តិចសោះអាប្រឡាក់មែនហើយបងស្រីអញថែមទាំងបន្សល់ទុកកូនមួយឲ្យគេទៀតគ្មានបេះដូងសោះមែនហើយនៅមានកូនទៀតប្រពន្ធអញនឹកឃើញគំនិតអាក្រក់អ្វីទៀតហើយលីនស៊ូទៅភ្នំហើយនៅក្នុងផ្ទះសល់តែយាយចាស់និងចៅយ៉ានវ៉ានដែលគ្មានបានការពួកយើងលួចយកកូនមកបើលីនស៊ូចង់បានកូនត្រូវតែឲ្យផលប្រយោជន៍ដល់ពួកយើងរហូតគំនិតល្អតោះទៅឥឡូវម៉ែជើងម៉ែត្រូវបានកក់ហើយប្រញាប់សម្រាកទៅទុកឲ្យខ្ញុំធ្វើអញមិនទាន់ចាស់ទេឯងស្គមបែបនេះញ៉ាំឲ្យច្រើនបន្តិចទៅ
យកទៅនៅក្នុងផ្ទះមិនខ្វះពងមាន់ទេឯងញ៉ាំបន្ថែមជីវជាតិទៅអរគុណម៉ែអរគុណអ្វីគ្រាន់តែពងមាន់មួយគ្រាប់សោះតាំងពីឯងចូលមកអាមាន់មិនព្រមពងសោះតែរដូវរងានេះស្រាប់តែពងរាល់ថ្ងៃចិនសៀវហ្វិនលីវដាជួងថ្ងៃត្រង់ចាំងចេះហ៊ានចូលប្លន់ផ្ទះអ្នកស្រុកផងតើពួកឯងចង់ធ្វើអ្វីអីអាប្រឡាក់នេះជាឈាមបង្កើតរបស់បងស្រីខ្ញុំថ្ងៃនេះខ្ញុំមកយកកូនបងស្រីខ្ញុំទៅវិញអូនប្រញាប់បីកូនរត់ទៅចង់យំមែនទេមានចំណែកឲ្យឯងនិយាយដែរអាស្រ័យចោលគ្មានបេះដូងមកប្លន់ផ្ទះលីនរបស់អញចិនសៀវហ្វិនឯងរត់ចោលប្តីឥឡូវមានមុខមកដណ្ដើមយកកូនទៀតអាស្រ័យលើអ្វីគ្រាន់តែអាលីនស៊ុយក៏មនុស្សមិនល្អមកទុកក្នុងផ្ទះតើដឹងទេថាយប់នាងអាចធ្វើបាបកូនអញនាំកូនទៅវិញគឺជួយសង្គ្រោះកូនទេលីវដាជួងយកគំនិតស្អុយរលួយរបស់ពួកឯងទៅបោកប្រាស់អ្នកអតីទៅមើលចុះថាអ្នកណាហ៊ានប៉ះពាល់កូនម៉ែមិនអីទេមែនទេមិនអីទេយ៉ាងណាក៏កូននៅក្នុងដៃពួកយើងដែរប្រញាប់ទៅកូនអើយកុំឲ្យពួកវាបិយកទៅណាម៉ែជឿចិត្តចោះអូនមិនឲ្យពួកវាបិយកទៅដាច់ខាតតាក់កូនចោះបើមិនចង់ស្លាប់ទេឲ្យតែដេញទាន់អាទិនសាយនេះអាចលក់បានប្រាក់មិនតិចទេអាចទិញខោអាវថ្មីឲ្យម៉ែនឹងយ៉ានវ៉ានបានពិតជាមានផ្កាឈូកព្រើមែនមានរបស់មួយនេះពេលលក់បានអាចទិញកងដៃមាសឲ្យម៉ែនឹងយ៉ានវ៉ានបានហើយទិញម្សៅដោះគោល្អឲ្យកូនទៀតបងលីនហេតុអ្វីបានជាបងនៅដល់លេងនៅទីនេះចិនសៀវហ្វិននាំប្រុសទៅប្លន់យកកូននៅផ្ទះបងហើយឥឡូវម៉ែនឹងយ៉ានវ៉ានចិត្តត្រូវគេវាយសម្លាប់ហើយលេងដែរបើមិនលេងទេអញនឹងជន់ឯងឲ្យស្លាប់ថ្ងៃនេះមិនលេងបើមិនលេងទេអញវីឯងឲ្យស្លាប់ឯងហ៊ានប៉ះពាល់មនុស្សផ្ទះលីនអញផងអញសុកចិត្តស្លាប់ក៏ត្រូវខំឯងឲ្យដាច់សាច់ដែរអាសាវេឆានយ៉ានវ៉ានកុំខ្លាចម៉ែការពីឯងកែវភ្នែកចាស់មើលចុះថាឥឡូវអ្នកណាជាអ្នករងគ្រោះអញវីអ្នកទាំងពីរស្មើគ្នាឈប់ទៅលីនស៊ូឯងហ៊ានវាយអញស្លាប់ផងចាំមើលទៅចេញពីផ្ទះលីនរបស់អញទៅអ្នកណាហ៊ានឈានជើងចូលទីធ្លានេះមួយជំហានអញនឹងធ្វើឲ្យអ្នកអញដេកលើគ្រែពេញមួយជីវិតរបួសធ្ងន់ទេកូនមិនអីទេជួយគ្រូម្ដាយធំចូលក្នុងផ្ទះមុនសិនស្បែកនេះរលាកជិតអស់ហើយស្បែកស្រស់ស្អាតទន់ល្មើយបែបនេះបើសិនជាសស្នាមរលាកតើធ្វើម៉េចទៅម្ដាយធំខ្ញុំស្បែកក្រាស់ទេឲ្យតែការពារកូនបានរបួសបន្តិចបន្តួចនេះមិនអីទេខ្ញុំរកបានថ្នាំលាបរបួសមួយដបពួកឯងប្រើទៅខ្ញុំមិនបានឃើញអ្វីទេខ្ញុំចេញទៅក្រៅហើយខ្ញុំលេបរួចហើយរបួសអ្នកធ្ងន់ណាស់ស្លៀកខោអាវក្រាស់បន្តិចខ្ញុំជិះកង់ឌុបអ្នកទៅលាបថ្នាំនៅមន្ទីរពេទ្យស្រុកបងប្រុសលីនមិនបាច់ទេលុយក្នុងផ្ទះត្រូវតែសំចៃចាយត្រូវហើយជើងខ្ញុំគ្រាន់តែដួលបន្តិចសោះទៅមន្ទីរពេទ្យធ្វើអីឲ្យខាតលុយមានលុយថ្ងៃនេះពេលចេញក្រៅអ្នកនិយាយថាបើអាចបេះបានផ្កាព្រើឈូកគឺល្អណាស់យេវ៉ាន់ឲ្យអ្នកនិយាយត្រូវមែនអរព្រះអើយនេះជាឱសថទិព្វមានតម្លៃកាត់ថ្លៃមិនបានយេវ៉ាន់អ្នកពិតជាផ្កាយសំណាងរបស់គ្រួសារយើងមែនមានវាហើយទៅថ្ងៃមុខពួកយើងក៏មានទំនុកចិត្តដែរពណ៌នេះក្លិនក្រអូបនេះផ្កាព្រើឈូកនេះមានអាយុកាលរាប់រយឆ្នាំហើយខ្ញុំឲ្យ1សែន1សែនខ្វះមួយកាក់ក៏មិនបានបើហ៊ានប្រកែកខ្ញុំវាបំបែកស្លាកសញ្ញាហាងនេះយេវ៉ាន់អ្នកអីទេ1សែនយេវ៉ាន់អ្នកមិនមែនជាស្រីចង្រៃទេអ្នកគឺជាផ្កាយសំណាងធំរបស់គ្រួសារលីនយើងកុំបង្អួតគេប្រញាប់យកលុយនេះត្រឡប់ទៅផ្ទះលាក់ឲ្យចិត្តទៅមិនទាន់ទៅផ្ទះទេទៅផ្សារទំនើបមុនសិន
មិនបាច់ទិញឲ្យខ្ញុំទេខ្សែដៃមាសនេះតាក់ភ្នែកពេកហើយយកទៅដូរយកស្បៀងអាហារស្តុកទុកវិញល្អជាង យេវ៉ាន់ពីមុនអ្នករស់នៅលំបាកទៅថ្ងៃមុខមិនលំបាកទៀតទេម្យ៉ាងទៀតគឺត្រូវឲ្យអ្នកស្រុកមើលឲ្យច្បាស់ថាអ្នកនាំមកនៅសំណាងធំធេងណាស់ អូខេតាមបងចុះទៅថ្ងៃមុខពួកយើងខិតខំប្រឹងប្រែងទាំងអស់គ្នាធ្វើឲ្យគ្រួសារយើងកាន់តែល្អប្រសើរឡើង អ្នកនោះមិនមែនជាកូនប្រសារស្រីមេម៉ាយរបស់ផ្ទះអ្នកទេអីដែលនាងតាក់ទាញភ្នែកម្លេះប្រហែលជាមាសហើយដឹង ច្រកភ្នែកខ្វាក់មែនបើនាងអាចពាក់មាសបានអញនឹងលិតគ្រាប់ស្វ័យចាក់ចោលលើដីនេះឲ្យស្អាតភ្លាម អញ្ចឹងអ្នកឯងត្រូវរៀបចំអណ្ដាតឲ្យហើយទៅ ផ្កាយចង្រៃនោះជាមាសសុទ្ធមែននាងមិនទាន់កាត់ឈ្មោះចេញពីគ្រួសារចៅយើងទេមាសនោះត្រូវតែជារបស់គ្រួសារចៅបងស្រីបងនៅជំពាក់បំណុលគេនៅឡើយទេប្រញាប់មកវិញមកលីនស៊ូមានលុយហើយគាត់ធ្វើខ្សែដែលមាសសុទ្ធមួយគូឲ្យចៅយេវ៉ាន់ឈប់សិនអាកូនចង្រៃយកលុយឯណាមកទិញខ្សែដៃមាសប្រហែលជាអញលួចលុយផ្ទះចៅយើងមែនទេដោះវាចេញភ្លាម លុយនេះស្អាតស្អំណាស់មិនពាក់ព័ន្ធជាមួយគ្រួសារចៃរបស់អ្នកឯងទេ ពួកឯងឈប់សិនអូយព្រះអើយអាកូនអុកតញោហ៊ានធ្វើបាបបំដាយក្មេកឯងផងម្ដាយក្មេកកាលពីចៅឡាវសានមកគាត់ទ្វារផ្ទះយើងពាក់កណ្ដាលអាធិធហេតុអ្វីអ្នកមិននិយាយថាម្ដាយក្មេកពេលរដូវរងាវាខ្ញុំឲ្យឈរនៅខាងក្រៅហេតុអ្វីមិននិយាយថាម្ដាយក្មេកអញជាចាស់ទុំឯងទោះជាយ៉ាងណាក៏ឯងត្រូវតែគោរពវិញថ្ងៃនេះបើមិនទុកខ្សែដៃមាសទេឯងកុំសង្ឃឹមថាបានចេញពីទីនេះ ឯងជាចាស់ទុំស្អីបើហ៊ានប៉ះពាល់យេវ៉ាន់ទៀតអញមិនលើកលែងឲ្យទេ អរគុណអ្នកណាស់ យេវ៉ាន់ប្រមូលទុកទៅយេវ៉ាន់ឥឡូវនេះមានលុយនេះហើយបើអ្នកមិនចង់នៅផ្ទះលីនទទួលរងការឈឺចាប់ទៀតទេលុយ 100000 នេះអ្នកយកទាំងអស់ទៅស្រុករស់នៅជីវិតល្អប្រសើរចុះ បងប្រុសលីនខ្ញុំស្ម័គ្រចិត្តនៅជាមួយបងទៅផ្ទះថ្ងៃនេះជាថ្ងៃល្អបើសិនជាអាចកាត់បន្លែខ្លះយកទៅធ្វើស៊ុបក្តៅគឺពិតជាកក់ក្តៅណាស់ យេវ៉ាន់ម៉ែនឹងខ្ញុំនិយាយមិនខុសមែនអ្នកពិតជាផ្កាយសំណាងមែន លក់បានប៉ុន្មានដែរលក់បាន 100000 ម៉ែលុយទាំងនេះម៉ែទុកទៅនេះជាដើមទុនរបស់គ្រួសារយើងខ្សែដៃទិញបានពីម៉ែនឹងយេវ៉ាន់ម្នាក់មួយ ឆ្អឹងចាស់របស់ខ្ញុំនេះនៅតែអាចពាក់រវល់ទ្រព្យសម្បត្តិបែបនេះបានទៀត ម៉ែឥឡូវមានលុយហើយខ្ញុំចង់រៀបអាពាហ៍ពិពាហ៍ឲ្យយេវ៉ាន់ចូលផ្ទះយើងជាផ្លូវការ ឯងចង់ធ្វើក៏ធ្វើទៅល្អណាស់យេវ៉ាន់អ្នកមើលទៅតើពិតជាចង់រស់នៅជាមួយកូនល្ងងរបស់ខ្ញុំមែនទេអាល្អិតនេះឃ្លានទៀតហើយម្ដាយធំខ្ញុំយកកូនទៅលួងសិនអាកូនល្ងងនេះមើលឯងញឹមចុះទៅថ្ងៃមុខត្រូវតែល្អជាមួយយេវ៉ាន់ ម៉ែខ្ញុំដឹងហើយឲ្យតែរៀបការរួចការងារក្នុងផ្ទះខ្ញុំមើលការខុសត្រូវទាំងអស់មិនឲ្យនាងពិបាកបន្តិចណាឡើយម៉ែពិតជាធ្លាក់ចូលក្នុងរណ្ដៅហើយ សុទ្ធតែមកពីមីចង្រៃចៅយេវ៉ាន់នឹងឥឡូវនាងមានសមត្ថភាពហើយហ៊ានវាអញទៀតថែមទាំងពាក់ខ្សែដៃមាសធំទៀត ខ្សែដៃមាសធំពួកវាបានលុយមកពីណា តាមលីនស៊ូទៅស្រុកមួយជើងត្រឡប់មកវិញក៏មានលុយតែម្ដងខ្សែដៃនោះភ្លឺចាំងភ្នែកអញឈឺអស់ហើយ គ្រូសាលីនក្រក្រៃក៏គ្មានលុយទិញអង្គផងអាចទិញមាសបានប្រហែលជាមាសខ្លាញ់ខ្លាយទេដឹងប្រហែលជាអីវ៉ាន់ខ្លាញ់ខ្លាយតម្លៃ5រៀលនៅទីប្រជុំជនហើយធ្វើពុតជាមានលុយខ្លាចអ្នកស្រុកសាច់ចំអកបានជាយករបស់ថោកទាបមកបោកគេ អញស្មានថាអាលីនស៊ូយកលុយទាំងអស់ទៅទិញដើម្បីបង្អួតស្រីចង្រៃនោះអាលីនស៊ូនោះស្មានថារកបានកំណប់មែនទែនថែមទាំងទិញខ្សែដៃមាសទៀតច្រកទិញរបស់ខ្លាញ់មកយកមុខមាត់ធ្វើពុតជាអ្នកមានអញចាំមើលគ្រូសាលីនត្រូវស្រីចង្រៃនោះធ្វើឲ្យលារលត់មើលយេវ៉ាន់កូនកេងលក់ហើយឬមកនេះព្រឹកស្អែកម្ដាយធំនឹងនាំអ្នកទៅទីប្រជុំជនទិញសម្លៀកបំពាក់ថ្មីពីរឈុតស្អាតសម្លៀកបំពាក់ចាស់របស់អ្នកមិនសមនឹងខ្សែដៃមាសនេះទេម្ដាយធំខោអាវខ្ញុំមានគ្រប់គ្រាន់ហើយមិនបាច់ប្រញាប់ទេ នោះជាអ្វីដែលអ្នកគួរទទួលបានយកទៅ ខ្ញុំទៅតែគិតឃើញថាផ្ទះនេះចាស់ណាស់ហើយឈើដំបូលក៏ពុកអស់ដែរកូនកាន់តែធំឡើងជញ្ជាំងលេខខ្យល់បែបនេះមិនអាចទប់ទល់រដូវរងាបានទេពួកយើងធ្វើផ្ទះថ្មីសិនទៅធ្វើផ្ទះក្បឿងថ្មីនោះត្រូវចំណាយលុយច្រើនណាស់ណាលុយអាចរកមកវិញបានរស់នៅសុខសាន្តគ្រួសារទៅមានសេរីសុស្ដី ស្ដាប់តាមយេវ៉ាន់ទៅថ្ងៃស្អែកខ្ញុំនឹងទៅរកក្រុមជាងសំណង់មកដឹកឥដ្ឋក្រហមមើលចុះអ្នករាល់គ្នាសុទ្ធតែជាឥដ្ឋក្រហមល្អលីនស៊ូរកបានលុយច្រើនណាស់តើមែនទេ
វ៉ាងចិនមិនមែននិយាយរាល់ថ្ងៃនៅដើមភូមិថាចៅយេវ៉ាន់ជាស្រីចង្រៃទេអីស្រីចង្រៃស្អីមើលចុះខ្សែដៃមាសផ្ទះឥដ្ឋក្រហមគ្រួសារណាមានស្រីចង្រៃពូកែយ៉ាងនេះខ្ញុំមើលទៅវ៉ាងចិនភ្នែកស្រវាំងហើយអ្នកណា វ៉ាងចិនអញនៅដេកលក់ទៀតរបងផ្ទះលីងស៊ូត្រូវគេរំលំអស់ហើយរថយន្តធំដឹកឥដ្ឋក្រហមពេញគេថាចង់សង់ផ្ទះក្បឿងធំជាងគេក្នុងភូមិស្អីផ្ទះក្បឿងយកលុយទិញខ្សែដៃមាសខ្លាំងៗមកសង់ផ្ទះក្បឿង មាសនិងប្រាក់សុទ្ធដែលគេទិញឥដ្ឋឡានដឹកទំនិញបើកចូលភូមិហើយអញនៅតែថាគេជាស្រីចង្រៃខ្ញុំមើលទៅចៅយេវ៉ាន់នាំសំណាងធំចូលផ្ទះវិញទេ មិនអាចទេមីចង្រៃនោះហេតុអ្វីរស់នៅបានល្អយ៉ាងនេះយ៉ានវ៉ាន់ឯងខ្សោយកុំប៉ះខ្យល់ប្រញាប់ដាក់ចុះទៅការងារធ្ងន់ទាំងនេះទុកឲ្យពួកប្រុសធ្វើទៅឲ្យមកខ្ញុំទៅថ្ងៃមុខការងារស្បែកដៃបែបនេះឯងកុំប៉ះខ្ញុំម្នាក់ឯងលីរួចហើយមើលចុះផ្ទះឈើធំនេះមុំតំណាស់លីនឡាវអ៊ូលើកនេះចាក់គ្រឹះយ៉ាងមុំតំផ្ទះឥដ្ឋក្រហមដំបងគេក្នុងភូមិខ្ញុំមើលទៅនៅតែចៅយ៉ានវ៉ាន់នាំលៀបដល់ប្តីការនាងមិនទាន់មកគ្រូសាលីនក្រហាមសំបីតែសុបកន្ទុកក៏គ្មានផឹកលុះនាងឈានជើងចូលទ្វារភ្លាមរាសីប្រែប្រួលទាំងស្រុងនាំលៀបដល់ប្តីខ្ញុំមើលទៅគឺលួចសំណាងរបស់ខ្ញុំសោះចៅយ៉ានវ៉ាន់មនុស្សអត់មន្តសការលួចលុយគ្រូសាចៅយកទៅសង់ផ្ទះឲ្យប្រុសផ្សេងមិនខ្លាចរន្ទះបាញ់កណ្ដាលអធិបទេនិយាយឲ្យប្រយ័ត្នមាត់បន្តិចឥដ្ឋមួយដុំក្បឿងមួយអំបែងក្នុងផ្ទះនេះសុទ្ធតែពួកយើងរកបានដោយស្អាតស្អំលុយគ្រូសាចៅត្រូវបានចៅឡាវសានចាញ់លបែងអស់យូរហើយមានលុយឯណាឲ្យគេលួចបើមិនបានលួចលុយឯងបានកងដៃមាសពីណាមកសង់ផ្ទះក្បឿងស្រីខូចស៊ីបាយបោកឆ្នាំងយ៉ានវ៉ាន់កំភ្លៀងមួយដៃនេះគឺសងកំភ្លៀងអំបាញ់មិញចាប់តាំងពីថ្ងៃដែលខ្ញុំចាក់ចេញទៅខ្ញុំមិនដែលជំពាក់អ្វីគ្រូសាចៅទៀតទេស្រីចង្រៃឯងហ៊ានវាយអញផងអញហ៊ានប៉ះសក់នាងមួយសរសៃទៀតមើលនេះជាផ្ទះត្រកូលលីនរបស់យើងមិនទាន់ដល់វេនអញមកឡានៅទីនេះទេវ៉ាងចិនអ្នកឯងលែងជាម៉ែខាងប្តីខ្ញុំយូរហើយបើហ៊ានមកឡានៅទីនេះទៀតខ្ញុំនឹងទៅប៉ុស្តិ៍ប៉ូលីសប្តឹងអ្នកពីបទឆក់ប្លន់បង្កបួស្នាមមើលថាក្នុងគុកគេទទួលអ្នកអត់វ៉ាងចិនឯងកើតរោគឈួតមែនទេត្រូវនិយាយឲ្យច្បាស់លាស់នរណាទៅស្រឡាញ់ប្រាក់កាក់ប៉ុន្មានរយរបស់ហែងគ្មានធរក្តៅទេអ្នកលួចលុយវីមនុស្សស្លាប់ហើយអ្នករកគ្នាឥដ្ឋក្រហមនេះចុះសុទ្ធតែទិញដោយលុយគ្រូសាចៅ2000យ៉ននាងលួចលុយគ្រូសាខ្ញុំ2000យ៉នយកទៅប្រគល់ឲ្យប្រុសផ្សេងឯងនិយាយផ្ដេសផ្ដាលុយទិញតែច្បាស់ជា2000យ៉នគឺ2000យ៉ននឹងហើយនោះជាលុយ5000យ៉នដែលខ្ញុំសន្សំឲ្យអាបីរៀបការឯងលួចអស់2000យ៉នភ្លាមល្អណាស់ក្នុងពេលដែលផ្ទះអ្នកនៅសល់3000អញ្ចឹងអ្នកនាំផ្លូវឥឡូវនេះទៅឲ្យអ្នករាល់គ្នាទៅមើលផ្ទះអ្នកថាប្រាក់ដែលនៅសល់លាក់ទុកនៅឯណាខ្ញុំលាក់យ៉ាងចិត្តហេតុអ្វីត្រូវឲ្យពួកឯងមើលត្រូវហើយវ៉ាងចិនផ្ទះអញក៏រហូតដល់កណ្ដុរក៏មិននៅដែរបានលុយ5000ពីណាប្រហែលជាអញភ័យខ្លួនហើយមួយបង្កាច់គេទេដឹងបើនិយាយមិនចេញថាប្រាក់ដែលនៅសល់នៅឯណាទេនោះគឺកាច់កាន់ហើយពូលីនទៅរញ៉ោចុះទេនាំនាងទៅប៉ុស្តិ៍ឃុំរីកាយ៉ានវ៉ាន់ចង់ឥឡូវនេះតែម្ដងបើហ៊ាននិយាយម៉ាត់ណាពាក្យមិនស្អាតស្អំទៀតខ្ញុំដកអណ្ដាតចេញមុនគេចោទប្រកាន់កាច់កាន់ប្លន់លុយ2000យ៉នគ្រប់គ្រាន់ឲ្យអ្នកនៅក្នុងគុកការាបដល់ស្លាប់អាយអញអង្គុយច្រកោស្មៅនៅទីនោះធ្វើអីចៅយ៉ានវ៉ាន់មើលស្អែកអញមើលកងដៃមាសលើដៃនាងចុះនោះជារបស់ពិតអញមើលឥដ្ឋក្រហមពេញផ្ទះនេះទៀតពួកវាបានលុយពីណាប្រកាសជាលួចពួកយើងហើយបើហ៊ានប្រើភ្នែកកខ្វក់បែបនេះសម្លឹងមើលនាងទៀតខ្ញុំនឹងខ្វេះប្រកែកភ្នែកអញចេញឆាប់ចាក់ចេញទៅឲ្យខ្ញុំចាក់ចេញអញមានសិទ្ធិស្អីពូលីនសៀវភៅជំរឿងគ្រួសាររបស់ចៅយ៉ាន់វ៉ាន់មិនទាន់ផ្ទេរចេញផងឲ្យតែសៀវភៅនេះនៅលើដៃខ្ញុំរស់ជាមនុស្សតកូចៅស្លាប់ជាខ្មោចតកូចៅអាបីបានឲ្យពួកឯង500យ៉នរួចហើយពួកឯងនៅចង់បានស្អីទៀតយូឲ្យ500យ៉នមានផូស្តាងទេមានបង្កាន់ដៃទេពួកឯងចង់បានមនុស្សល្អតាយក100000យ៉នមកខ្វះមួយកាក់ខ្ញុំនឹងទៅប៉ុស្តិ៍ឃុំប្តឹងពូលីនពីបទជួញដូរមនុស្សត្រូវល្មមខ្ញុំជំពាក់បំណុលគេ100000នៅខាងក្រៅលុយនេះសងជំនួសខ្ញុំល្មមលីនឡាវអ៊ឺផ្ទះឥដ្ឋក្រហមដំបូលក្បឿងឯងសងស្កឹមស្កៃណាស់តើនិយាយមកលុយយកខ្វក់ពេញដីនេះបានពីណាប្រហែលជាចៅយ៉ាន់វ៉ាន់ទៅលក់ខ្លួនទេដឹងចៅឡាវសានពិតមកស្អុយរបស់ឯងទៅលុយនេះគឺពូលីនប្រថុយជីវិតចូលព្រៃជ្រៅបេះផ្កាឈូកព្រើភ្នំយកទៅលក់ផ្កាឈូកព្រើជារបស់ថ្លៃណាស់មែនទេពូលីនចៅយ៉ាន់វ៉ាន់ចូលទ្វារផ្ទះលីនភ្លាមពួកឯងបេះបានផ្កាឈូកព្រើផ្លេតនេះបញ្ជាក់ពីស្អីបញ្ជាក់ថាចៅយ៉ាន់វ៉ាន់គឺជារាសីសំណាងដែលចិញ្ចឹមចេញពីផ្ទះចៅលុយរបស់ពួកឯងត្រូវតែចែកឲ្យពួកយើងពាក់កណ្ដាលឲ្យឯងសងបំណុលត្រូវហើយយកលុយបដូរមនុស្សបើមិនអញ្ចឹងទេថ្ងៃនេះកុំសង្ឃឹមថាសង់ផ្ទះបានចៅឡាវសានសៀវភៅនេះឯងធ្លាប់បើកមើលមែនតែនអត់មើលស្អីនៅលើនេះមានសរសេរឈ្មោះឯងរត់រួចទេវ៉ាងចិនតើខ្ញុំទៅចូលរៀបការអ្នកខ្លាចខ្ញុំបែងចែកដីធ្លីផ្ទះចៅនៅថ្ងៃក្រោយ
ពេលទៅឃុំធ្វើសៀវភៅជំរឿនតើអ្នកបានផ្ទេរឈ្មោះខ្ញុំចូលមែនអត់ស្រីចង្រៃពីខាងក្រៅចូលសៀវភៅគ្រួសារក្រែងលោថ្ងៃក្រោយចង់បានទ្រព្យសម្បត្តិធ្វើម៉េចមិនឲ្យនាងចូលទេគ្រាន់តែប្រាប់ថាឃុំធ្វើមិនទាន់បានឲ្យនាងធ្វើជាមនុស្សគ្មានសញ្ជាតិទៅចៅឡាវសានឯងមើលឲ្យច្បាស់ទៅក្នុងសៀវភៅនេះក្រៅពីឯងនិងម៉ែឯងគឺគ្មានពាក្យចៅយ៉ាន់វ៉ាន់3ម៉ាត់នេះតតែសោះនៅមិនទាន់ទៅទៀតរងចាំខ្ញុំយកខ្សែកាត់ចុងពួកឯងបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសហូបបាយគុកមែនទេយ៉ាន់វ៉ាន់កម្លាំងចិត្តរឹងមាំរបស់ឯងអំបញ្ញមិញអ៊ំស្រីស្ទើរតែចំណាំឯងមិនបានទៅហើយកាលមុនខ្ញុំនៅម្នាក់ឯងគ្មានកន្លែងជ្រកហើយក៏គ្មានអ្នកការពារដើរតែអត់ទ្រាំឥឡូវខុសពីមុនហើយមានអ៊ំស្រីមានបងប្រុសលីនខ្ញុំមានគ្រួសារហើយលែងខ្លាចទៀតហើយយ៉ាន់វ៉ាន់ឲ្យតែខ្ញុំនៅមានដង្ហើមគ្មាននរណាអាចធ្វើបាបឯងបានទេល្អនិយាយបានល្អផ្ទះអាក្រហមដំបូងគ្មានយើងសង់រួចហើយត្រូវតែរៀបចំពិធីជប់លៀងអញ្ជើញតែអ្នកស្រុកក្នុងភូមិណាដែលស្មោះត្រង់មិនធ្លាប់និយាយអាក្រក់ដាក់យ៉ាន់វ៉ាន់ចំណែកពួកចិត្តអាក្រក់វិញសំបីតែស៊ុបសាច់មួយស្លាបព្រាក៏គុំសង្ឃឹមបានផឹកឲ្យសោះស្ដាប់តាមម៉ែដល់ពេលនឹងអ្នករាល់គ្នាអញ្ជើញមកទាំងអស់គ្នាស្រីចង្រៃគួរឲ្យប្រហារស៊ីបាយផ្ទះយើងទៅច្រើនយ៉ាងនេះម៉ែកុំព្រួយចាំយប់នេះខ្ញុំទៅវងលបែងនៅទីរួមស្រុកស្រោចស្រង់ដាំវិញលុះឈ្នះលុយខ្ញុំនឹងជួគេទៅសម្រាប់ពូលីននិងអាស្រ័យថោកទាបមិនបានការនោះចៅឡាវសានបំណុលដែលឯងបន្លំភ្នាល់នៅវងលបែងជំពាក់ថ្ងៃនេះត្រូវតែទូទាត់ហើយបងធំអនុគ្រោះឲ្យ2ថ្ងៃទៀតទៅ2ថ្ងៃទៀតខ្ញុំនឹងឈ្នះយកមកវិញភ្លាមយកវាទៅកាត់ដៃកាត់ជើងវាចោលលេងឯងពួកឯងលេងឯងទៅលេងឯងលេងឯងអាបីអាបីអាបីយីថាយេវ៉ាន់ផ្ទះអាត់ក្រហមនេះសង់ឡើងមមទំណាស់ទៅមុខទៀតសុទ្ធតែថ្ងៃល្អហើយត្រូវហើយអ្នកទាំងអស់គ្នានៅមិនទាន់ដឹងទេត្រូវទេរឿងអីទៅចៅឡាវសានត្រូវបានមនុស្សនៅកន្លែងលេងល្បែងក្នុងទីរួមស្រុកចាប់ខ្លួននៅចំពោះមុខវាងចិនវាបាក់ដៃបាក់ជើងបោះចោលនៅច្រកចូលភូមិវាងចិនដេញតាមឡានរហូតដល់ខ្យល់កូរស្ពីកន្លះខ្លួនឥឡូវនេះម្ដាយនិងកូនដេកក្នុងខ្ទមបាក់បែកបិទជើងតូចធំនៅកន្លែងតែមួយស្គមស្កាងដូចខ្មោចចឹងម្នាក់មានកម្មពីរៀងខ្លួននេះជាជោគវាសនារបស់ពួកគេថ្ងៃនេះអ្នកទាំងអស់គ្នាកុំនិយាយរឿងទាំងនេះអីហូបបាយឲ្យឆ្ងាញ់ទាំងអស់គ្នាណាយេវ៉ាន់និយាយត្រូវហើយរកបានលុយបន្តិចបន្តួចធ្វើជាសម្បើមសំបីតែប្អូនថ្លៃស្រីបង្កើតក៏មិនអញ្ជើញពីពិតជាមនុស្សដាច់អំបូរគ្មានមេត្តាមែនបងស្រីខ្ញុំចិត្តត្រឡប់មកវិញហើយចាំមើលថាតើស្រីព្រៃដូចជាចៅយេវ៉ាន់នេះនៅសល់ចេញទៀតអត់ឈ្មោះណាស់តើសាច់នេះប្រហែលជាដាក់ប្រេងកន្លះគីឡូដឹងអុយមនុស្សមួយភូមិបានហូបសាច់អស់ហើយបែរជាចោលសាច់ញាតិតាំងស៊ូដូចពួកយើងទៅវិញលិនស៊ូវិញ្ញាណអញត្រូវឆ្កែស៊ីបាត់ហើយឬមាននំមិនថាវំសាច់និងសាច់ជ្រូក3ជាន់ធំមិនយកមកគុនអូនថ្លៃស្រីបង្កើតដែលមានទេពូដូចអញបែរជាយកមកប៉ាល់អ្នកក្រៅទៅវិញត្រូវហើយសាច់នេះគួរតែជារបស់ពួកយើងធ្វើស្អីនឹងពិធីនេះមិនបានអញ្ជើញពួកឯងទេមកដណ្ដើមស្អីគ្រូសាលីនរៀបចំកម្មវិធីរីករាយថ្ងៃនេះមិនបានអញ្ជើញអ្នកក្រៅទេដាក់របស់ចុះវិញទៅជ្រោះនាងឯងជាស្អីគេស្រីព្រៃម្នាក់គ្មានទាំងឈ្មោះបោះសម្លេងមិនទាន់ទាំងរៀបការផងចង់ធ្វើជាអ្នកគ្រប់គ្រងផ្ទះទៅហើយអញប្រាប់បងថ្លៃអញឲ្យដេញនាងឯងចេញភ្លាមការបងស្រីនាងឯងប្រមូលលុយសង្គ្រោះជីវិតគ្រូសាលីនរត់ចោលហេតុអ្វីនាងមិននិយាយរឿងសាច់ញាតិប៉ុន្មានថ្ងៃមុននាងនាំមនុស្សសម្រុកចូលក្នុងភូមិគ្រីដណ្ដើមយកកូនគ្រូសាលីនហេតុអ្វីនាងមិននិយាយរឿងសាច់ញាតិរបស់គ្រូសាលីនទោះជាយកទៅឲ្យមន់ឲ្យឆ្កែស៊ីក៏មិនដល់វេនអាចន្ទោស្ទើមកស៊ីមួយម៉ាត់ដែរស្រីថោកទាបនាងហ៊ានមកជារិញផងនិយាយឲ្យប្រយ័ត្នមាត់បន្តិចអូយជួយផងអ្នកទាំងអស់គ្នាចៅយេវ៉ាន់វីស្រីមានផ្ទៃពោះហើយកូនប្រុសក្នុងពោះខ្ញុំចិត្តត្រូវនាងសម្លាប់ហើយអូយជីវិតខ្ញុំអើយជីវិតខ្ញុំលំបាកណាស់ចៅយេវ៉ាន់ស្រីចិត្តខ្មៅនេះសំបីតែស្រីមានផ្ទៃពោះក៏វាដែរនាងចង់សម្លាប់ចៅមាសក្នុងពោះខ្ញុំហើយអ្នកទាំងអស់គ្នាបានឃើញហើយគឺនាងជាអ្នកចានប្រពន្ធខ្ញុំថ្ងៃនេះបើមិនសង5-800ទេរឿងនេះមិនចាត់ការទេច្បាស់ជាឯងដួលដោយខ្លួនឯងចង់មកបោកប្រាស់គេសោះបើពួកឯងនៅតែបន្តរឿងអាស្រូវនេះទៀតអញមិនប្រកែកនឹងឲ្យពួកឯងដេកសែងចេញទៅទេហ៊ានមកបោកប្រាស់ដល់លើក្បាលអញផងអូយគ្រូសាលីនសម្រាប់ស្រីមានផ្ទៃពោះហើយពោះខ្ញុំអើយក្រោកមិនរួចមែនទេឡក្នុងពេលដែលពោះក្រោកមិនរួចមេងថ្ងៃនេះធ្វើជាពេទ្យសឹកម្ដងយកឈូងក្រហមមកជួយបណ្ដេញត្រជាក់ឲ្យឯងលីនឈុយមេមនុស្សចាស់ចិត្តងប់ឯងចង់រលាកអញឲ្យស្លាប់មែនទេអូកូនប្រុសមិនអីទេតាជើងរហ័សជាងទន្សាយទៀតពួកឯងអាំងមនុស្សច្រើនឈ្លានពានគេបងប្អូនទាំងអស់គ្នាពួកយើងហូបបន្តទៀត
អូយឆ្អឹងខ្ញុំអាលីនស៊ូនោះដៃធ្ងន់ណាស់ប្រពន្ធតោះពូយើងទៅវិញទៅតាំងមិនឈ្នះទេ មិនបានហូបសាច់ហើយថែមទាំងខឹងពេញពូទៀតខ្ញុំទុកចិត្តមិនសម្រួលទេ មិនបានទេខ្ញុំត្រូវទៅបត់ជើងតូចសិនអំបាញ់មិញត្រូវមេកញ្ចាស់នោះបំភ័យរហូតឈឺនោម មិនឲ្យអញហូបមែនទេអញ្ចឹងឲ្យមនុស្សមួយភូមិហូបមិនកើតទាំងអស់គ្នារងចាំឲ្យមានមនុស្សស្លាប់ចាំមើលថានាងជើយេវ៉ាន់ឯងមានមុខស្អីរស់នៅក្នុងភូមិទៀតតាជូខ្ញុំទៅផ្ទះមុនហើយឯងនោមរួចប្រញាប់ប្រញោលត្រឡប់មកវិញ ដឹងហើយបងស្រីស៊ុបសាច់មួយឆ្នាំងនេះក្តៅខ្លាំងណាស់ហូបមិនកើតទេបោះចោលទៅ ចាស់ប្រពន្ធឈប់ហូបមីចាស់កំរើនោះទៅមើលអញកំហូបពិសេសអីមកសាច់ឯងយកមកពីងាខ្វល់ច្រើនធ្វើអីហូបពេលនៅក្តៅទៅ ដាជូឯងរើបានផលចំណេញពីណាទៅចុះនៅណាទៀតនៅក្នុងឆ្នាំងធំនៅក្រៅទ្វារផ្ទះអាលីនទី2ហ្នឹងខ្ញុំឃើញពួកវាយកឆ្នាំងទៅបោះចោលលើគំនរដីក៏កោសយកបាតឆ្នាំងមកទាំងអស់ឯងថានេះជាសាច់មកពីណាលីនដាជូអាមនុស្សអាក្រក់ឯងចង់បំពុលអញឲ្យស្លាប់មែនទេអូយចៅមាសខ្ញុំចិត្តស្លាប់ហើយ ប្រពន្ធខ្ញុំក៏ទ្រាំមិនរួចដែរ លីនស៊ូខ្ញុំត្រឡប់មកវិញហើយបងស្រីបងត្រឡប់មកវិញហើយបើបងយឺត2ថ្ងៃទៀតខ្ញុំនឹងដាជូប្រកាសជាត្រូវលីនស៊ូនិងមេម៉ាយចៅនោះបង្ខំឲ្យស្លាប់មិនខានលីនស៊ូជាមនុស្សអសមត្ថភាពម្នាក់អាចបង្ខំពួកឯងដល់ថ្នាក់ហ្នឹងឯងមិនជឿទេអាលីនស៊ូនោះឥឡូវមានលុយណាស់មិនត្រឹមតែទិញកងដៃមាសសុទ្ធមួយគូឲ្យមេម៉ាយចៅយេវ៉ាន់នោះទេសូម្បីតែផ្ទះក៏វាចោលដូចជាផ្ទះឥដ្ឋខៀវក្បឿងធំដំបូងគេក្នុងភូមិថ្ងៃនេះថែមទាំងរៀបចំជប់លៀងពេញមួយភូមិទៀតស្អីគេលីនស៊ូមានលុយតាំងពីអង្ការត្រូវហើយបងមិនមែនបងទៅតាមអ្នកមានក្នុងក្រុងទេលើកនេះត្រឡប់មកវិញមានទិញរបស់ល្អមកឲ្យអ្នកទាំងអស់គ្នាទេជួបស្អីហើយម្នាក់នោះជាអាបោកប្រាស់ធ្វើរូបអ្នកមានយកសម្បកកតេមកបោកអញលេងធុញហើយសូម្បីតែកាក់មួយក៏មិនទុកឲ្យអញដែរក៏ធាក់អញចុះពីលើឡានពាក់កណ្ដាលផ្លូវប៉ុន្តែឥឡូវល្មមហើយលីនស៊ូមានលុយល្មមមកបំពេញចន្លោះប្រហោងអញប៉ុន្តែលីនស៊ូឥឡូវការពារមេម៉ាយនោះដោយក្របភ្នែកចឹងសូម្បីតែដៃដាជូក៏ត្រូវវាកាច់បាក់ដែរបងមានទំនុកចិត្តទេអាលីនស៊ូចិត្តរឹងនោះការនោះដើម្បីជួយអញសូម្បីតែជីវិតក៏ហ៊ានលះបង់ដែរយកស្រីសម្បកកងចាស់ចូលផ្ទះមិនមែនគ្រាន់តែចង់ធ្វើឲ្យអញប្រច័ណ្ឌប្រែចិត្តទេមេម៉ាយជើជាស្អីគេសឹកសំពាក់កងដៃមាសរបស់អញឬកុំភ្លេចណាអញជាអ្នកបន្សល់ពូជឲ្យគ្រូសាលីនដោយស្របច្បាប់ព្រឹកស្អែកអញនឹងត្រឡប់ទៅផ្ទះលីនយករបស់អញមកវិញតពេលនោះយកលុយបន្តិចបន្តួចឲ្យពួកឯងទិញមាន់មេស្ងរពៅកម្លាំងចំពោះស្រីព្រៃនោះអញនឹងឲ្យវាលុតជង្គង់វាចេញទៅផ្ទះអធំចាស់អេតក្រហមស៊ីម៉ង់បូករួមទាំងថ្លៃឈ្នួលជាងបូកកំបោរអស់ចិត្តពាក់កណ្ដាលបូករួមទាំងកងដៃមាសសិតពីរវងនិងរោងការនោះទៀត100,000រៀលនេះមើលទៅសល់មិនដល់30,000រៀលផងមិនអីទេថ្ងៃស្អែកខ្ញុំបន្តចូលព្រៃជ្រៅទៀតព្រៃលលីបន្តិចហើយអាចដាក់អន្ទាក់បានតែអន្ទាក់ក្នុងព្រៃគឺយកជីវិតទៅដូរហើយពឹងលើមេកស៊ីបាយលុយសង្កត់ក្រោមគ្រែគឺជារលកទឹកងាប់ត្រូវតែធ្វើឲ្យវារស់ឡើងវិញអ្នកម៉ែយើងរកស៊ីទៅរកស៊ីប៉ុន្តែយើងជាអ្នកស្រែចម្ការធ្វើស្រែចម្ការស្មោះត្រង់ទៅជាមុខរបរដើមអ្នកនៅខាងក្រៅដែលដើររកស៊ីទាំងនោះមានប៉ុន្មានអ្នកដែលមានផ្លូវល្អខ្ញុំមិនចេះគិតលេខទេចេះតែចេញកម្លាំងបាយប៉ុណ្ណោះបងប្រុសលីនបងចេះបើកបរទេចេះធ្លាប់បើកឡានធំ5ឆ្នាំមុនបិទភ្នែកក៏អាចកាន់ចង្កូតបានដែរប៉ុណ្ណឹងគ្រប់គ្រាន់ហើយផ្លូវពីទីប្រជុំជនទៅទីរួមខេត្តទៅតែចាក់កៅស៊ូឥឡូវនេះមានមនុស្សច្រើនដើរចេញទៅធ្វើការជិះឡានក្រុងប្រជែងមិនទាន់ប្រទេសក៏វិញយឺតណាស់ខ្ញុំឮថាខេត្តឥឡូវនេះមានរបរមួយហៅថាតាក់ស៊ីឡានតូចនោះមួយគ្រឿងតម្លៃប៉ុន្មានម៉ឺនរៀលដើមទុនដែលសល់ទាំងប៉ុន្មាននេះបើបោះទុនទាំងអស់ចុះបើខាតបងអស់តើធ្វើម៉េចប្រសិនបើលុយបោះចូលអស់ផ្ទះអាធំនេះគឺជារបស់ទេស្អាតអូនទើបតែរស់នៅបានប្រកបដោយក្តីសុខប៉ុន្មានថ្ងៃខ្លាចអត់ដែលរងទុកជាមួយបងសាជាថ្មីទេបើបងក្លាហានកាន់ចង្កូតឲ្យរឹងមាំអូនហ៊ានកំដរបងក្ររហូតដល់ទីបញ្ចប់មានបងនៅទីនេះមុខរបរនេះមិនរលំទេធ្វើស្ដាប់តាមយ៉ានវ៉ាន់ថ្ងៃស្អែកព្រលឹមខ្ញុំនឹងយ៉ានវ៉ាន់ទៅមើលឡាននៅទីរួមខេត្តចំជាខ្មោចឡងមែនម្សិលមិញនៅល្អសោះថ្ងៃនេះសំបីតែសំឡេងបន្តិចក៏មិនចេញដែរប្រព័ន្ធប្រេងដើរស្រួលប៊ូស៊ីគ្មានបញ្ហាទេបងប្អូនមើលទៅអ្នកជាអ្នកចេះដឹងច្បាស់លាស់ម្ដាយចាស់ខ្ញុំនៅមន្ទីរពេទ្យរងចាំលុយសង្គ្រោះជីវិតឡាននេះថ្មី80ធម្មតាយ៉ាងហោចណាស់ក៏លក់30,000ដែរប្រសិនបើអ្នកអាចឲ្យ25,000លុយសុទ្ធថ្ងៃនេះយកទៅភ្លាម25,000ទិញឡានឆេះមិនកើតនឹងឬបានឲ្យតែអ្នកអាចបញ្ឆេះវាបានឥឡូវនេះ20,000ទេ10,000
ខ្វះមួយរៀលមិនលក់លើសមួយកាក់មិនយកបាង បងប្រុសលីនសាកម្ដងទៀតមើល យ៉ានវ៉ាន់យកក្រដាសផ្ទេរឈ្មោះទៅថៅកែឡាននោះប្រឹងប្រែងកន្លះម៉ោងគ្មានលទ្ធផលអូនគ្រាន់តែប៉ះបន្តិចឡានក៏ឆេះបាត់យ៉ានវ៉ាន់អូនពិតជាទេវតាចុះមកចាប់ជាតិមែន មកពីស្នាដៃបងល្អតើខ្ញុំគ្រាន់តែស្ទាបតាមសម្រួលតាក់តែងចៃដន្យឲ្យប៉ុណ្ណោះ លើលោកនេះគ្មានរឿងចៃដន្យឲ្យច្រើនយ៉ាងនេះទេយ៉ានវ៉ាន់បងជឿថាមានអូននៅទីនេះមុខរបរនេះនឹងរឹងមាំថ្ងៃនេះទិញឡានបានហើយខ្ញុំនឹងទៅទិញសាច់ជ្រូក3ជាន់5គីឡូនិងត្រីរស់ធំ2ក្បាលទៀតទៅផ្ទះធ្វើឲ្យម៉ែសប្បាយចិត្ត ចាស់ទៅទិញម្សៅមីបន្តិចទៀតយប់នេះខ្ចប់នំប៉ាវគៀវស៊ីមិនក៏ត្រឡប់មកវិញលឿនម្លេះមើលឡានឃើញត្រូវចិត្តទេម៉ែខ្ញុំត្រឡប់មកវិញហើយនាងគ្មានខ្មាស់គេទេប្រមូលលុយក្នុងផ្ទះរត់ទាំងកូនបង្កើតទៅនឹងកើតក៏បោះបង់ចោលមិនខ្វល់នាងនៅហ៊ានត្រឡប់មកវិញទៀតអ្នកម៉ែខ្ញុំដឹងកំហុសហើយនៅខាងក្រៅរស់នៅពិបាកណាស់យ៉ាងណាក៏ខ្ញុំជាប្រពន្ធរៀបការពេញច្បាប់របស់លីនស៊ូដែរលើកនេះខ្ញុំឈប់ដើរហើយបំរុងរស់នៅជាមួយលីនស៊ូឲ្យល្អប្រសើរអាស័យគ្រួសារលីនស៊ុយណាស់ដែលមានមនុស្សល្អដូចនាងចេញឲ្យផុតទៅអ្នកភូមិនិយាយគ្នាពេញហើយថាបងលីនស៊ូក៏រកស៊ីមានបានថែមទាំងសង់ផ្ទះអាធំនេះទៀតយកលុយចេញមកនោះជារបស់ដែលខ្ញុំបត់ទួបានខ្ញុំមិនជឿទេលុយណែណានាងកាយរោគដល់មេឃក៏គ្មានដែរលុយក្នុងផ្ទះគ្មានសល់សំបីមួយរៀលគ្មានលុយបងលីនស៊ូអាចទិញកងដៃមាសសុទ្ធឲ្យស្រីមេម៉ាយយ៉ាវយ៉ានវ៉ាន់នោះបានគាត់សុកចិត្តយកលុយទៅបោះចោលលើស្រីសំផឹងមិនព្រមឲ្យខ្ញុំជាប្រពន្ធរៀបការពេញច្បាប់លែងដៃអាចោលប្រៃមេតាចាស់មិនព្រមលែងដៃលុយគ្រួសារលីនទាំងអស់ជារបស់ខ្ញុំ យប់នេះសាច់នេះដាក់ប្រេងបន្តិចបន្ថែមទៀតឲ្យម៉ែហូបបំពន់កម្លាំង ចាស់ម៉ែអ្នកម៉ែចិនមេងរូចិនមេងរោ បងលីនស៊ូបងត្រឡប់មកវិញហើយពេលខ្ញុំនៅខាងក្រៅខ្ញុំនឹកបងរៀងរាល់ថ្ងៃលើកនេះខ្ញុំពិតជាចង់ត្រឡប់មកវិញរស់នៅជាមួយបងឲ្យល្អប្រសើរមែន ចេញទៅ បងលីនស៊ូមិនក៏បងនិយាយជាមួយខ្ញុំបែបនេះខ្ញុំជាប្រពន្ធរៀបការពេញច្បាប់របស់បងខ្ញុំថែមទាំងកើតកូនស្រីឲ្យបងទៀតបងសុកចិត្តយកស្រីមេម៉ាយស៊ីប្តីប្រសើរជាងយកខ្ញុំឬ ឈប់យកមាត់ស្អុយរបស់នាងមកនិយាយពីនាងទៅបើមិនព្រមចេញទៀតខ្ញុំវីទាំងនាងទៀតអ្នកម៉ែគ្មានត្រូវត្រង់ណាទេមែនទេអត់ទេសំណាងហើយដែលកូនត្រឡប់មកវិញលឿនអាស័ក្តិធៀបនេះគឺតម្រង់មកដណ្ដើមលុយផ្ទះយើង ម៉ែមានខ្ញុំនៅទីនេះនាងកុំសង្ឃឹមថាយកបានសំបីតែមួយរៀល បងស្រីយ៉ាងម៉េចហើយអាលីនទីពីរព្រមប្រគល់លុយឲ្យដោយសម្រួលទេប្រគល់ស្អីអាលីនស៊ូខួរក្បាលរឹងនោះត្រូវស្រីមេម៉ាយយ៉ាវយ៉ានវ៉ាន់លួងលោមបាត់បង់ស្មារតីហ៊ានយកអំបោះមកដេញអញទៀតចុះធ្វើម៉េចទៅឬមួយយើងត្រូវឈោមមើលលុយទាំងនោះធ្លាក់ទៅក្នុងដៃមេម៉ាយចៅយកសពល្អម្លេះអាលីនស៊ូទូជាការពារស្រីនោះយ៉ាងណាក៏ដោយប៉ុន្តែកូននៅក្នុងអង្រឹងនោះគឺជាសាច់ដែលធ្លាក់ចេញពីពោះអញបងស្រីនៃរបស់បងគឺឲ្យតែខ្ញុំជាម្ដាយបង្កើតរបស់កូនស្រីនោះទ្រព្យសម្បត្តិគ្រួសារលីនត្រូវតែមានពាក់កណ្ដាលជារបស់ខ្ញុំស្រីមេម៉ាយនោះចង់រស់នៅប្រកបដោយសេចក្តីសុខធ្វើជាម្ចាស់ផ្ទះគ្រួសារលីនគ្មានទ្វារទេឲ្យតែខ្ញុំជាម្ដាយបង្កើតរបស់កូនស្រីនោះរឿងនេះទៅដល់ណាក៏ខ្ញុំជាអ្នកត្រូវដែរបើអាលីនស៊ូចង់បានកូនត្រូវតែយកលុយយកផ្ទះមកដូរបងស្រីវល់ហើយអាលីនស៊ូនោះថែមទាំងទិញឡានតូចមួយគ្រឿងទៀតឡានកង់4ឡានតូចបងស្រីអាលីនស៊ូនេះពិតជារកស៊ីមានបានធំណាស់ឡានតូចគឺជាអីវ៉ាន់តម្លៃប៉ុន្មានម៉ឺនរៀលឯណោះរឿងបែបនេះហេតុអ្វីបានជាចំណេញដល់ស្រីមេម៉ាយចៅនោះចាំអញទៅពលយកកូនមកវិញឡាននឹងផ្ទះរបស់អាលីនស៊ូត្រូវតែខ្ជះខ្ជាយប្រគល់ឲ្យអញទាំងអស់កូនទី2ឡាននោះកូនបានមើលហើយឬរបស់ថ្លៃ10000រៀលក្រែងជារបស់ដែកមើលទៅល្អតែប្រយោជន៍គ្មានទេដឹងម៉ែឡានគ្មានបញ្ហាទេថៅកែឡាននោះប្រឹងបញ្ឆេះយ៉ាងណាក៏មិនឆេះលុះយ៉ានវ៉ាន់ដាក់ដៃលើកាន់សោបង្វិលបន្តិចក៏ឆេះបាត់បើគ្មានយ៉ានវ៉ាន់ទៅទេឡាននេះ10000រៀលទិញមិនបានដាច់ខាតបងប្រុសលីនមកពីបងចេះដឹងច្បាស់លាស់តើក្នុងពេលឡានគ្មានបញ្ហាទេរសៀលនេះទៅសាករត់នៅទីប្រជុំជាមួយជើងមើលបានរសៀលនេះបងនឹងបើកទៅម្ដុំស្ថានីយ៍ឡានក្រុងផ្លូវឆ្ងាយដើរមើលក្រែងលោអាចឌុបអ្នកដំណើរ2នាក់ទៅទីរួមខេត្តបានរត់ថ្ងៃដំបូងកុំប្រញាប់ពេកមុនពេលល្ងឹតត្រូវតែត្រឡប់មកផ្ទះវិញណាស្ដាប់តាមអូន
មុនពេលល្ងឹតបងនឹងមកដល់ផ្ទះច្បាស់ណាស់50រៀលកន្លះថ្ងៃរត់បានប៉ុន្មានជើងស្មើនឹងរត់កន្លះខែនៅលើដីស្រែចម្លែកណាស់លីនទី2ពិតជាបើកឡានប៉ុង4មែននេះច្បាស់ជារកបានលុយច្រើនណាស់បងស្រីលីនស៊ូឥឡូវនេះកំពុងតែលេចធ្លោខ្លាំងណាស់កុំបារម្ភដល់ពេលនោះទាំងអស់នឹងក្លាយជារបស់គ្រួសារចិនយើងម៉ែយប់នេះកន្លះថ្ងៃរកបាន50រៀលមួយថ្ងៃ50រៀលអញ្ចឹងមួយខែ1500រៀលច្រើនយ៉ាងនេះបងលីនឡានចាស់ចំណូលនេះអាចស្ថិតស្ថេរទេខ្ញុំគិតរួចហើយមុខរបរនេះធ្វើបានស្អែកខ្ញុំទៅរកមេភូមិស្រែកតាមមេក្រូហើយបងប្អូនគួរឲ្យទុកចិត្តប៉ុន្មានអ្នកពីរបីថ្ងៃទៀតទៅទិញសែនធនចាស់មួយគ្រឿងទៀតនៅស្រុកពួកយើងធ្វើឡានច្រើនគ្រឿងជួលគេបើកខ្ញុំយកស្របលុយបង្កើតលុយទៅបានឡខ្ញុំទៅអុជធូបជូនដូនតាយើងឥឡូវនេះនិយាយគ្នាមុនធ្វើការជាមួយខ្ញុំដែលជើងត្រូវតែស្អាតស្អំបើមានរឿងកើតឡើងខ្ញុំមិនលើកលែងឲ្យដាច់ខាតលីនស៊ូម៉ែពួកឯងមានបានហើយចុះអ្នកចិត្តខាងពីរអ្នកហេតុអ្វីបានជាបោះបង់ប្រពន្ធបច្ចេកទេសរបស់គ្រួសារលីនឯងចោលត្រូវហើយបងស្រីខ្ញុំជាប្រពន្ធរៀបការពេញច្បាប់របស់លីនស៊ូកូនរបស់គ្រួសារលីននៅដេកក្នុងផ្ទះនៅឡើយពួកឯងមានបានហើយបែរជាបណ្ដោយឲ្យម៉ែបង្កើតដាច់ពោះស្លាប់នៅខាងក្រៅយេវ៉ាន់នាងឈួតហើយមែនទេនាងចង់រលាកខ្ញុំឲ្យស្លាប់មែនទេថងនេះជាទឹកជ្រោះបើនាងហ៊ានឈានមួយជំហានទៀតលើកក្រោយអ្វីដែលចាក់ចេញមកគឺប្រេងកំពង់ពោះបងប្អូនគ្រូសាលីនឥឡូវនេះដួលរំហើយបើហ៊ានមកលោឡានៅទីនេះទៀតខ្ញុំមិនខ្វល់នឹងប្រើកម្លាំងបាយទេគ្រូសាលីនឯងមានលុយហើយក៏ប្រែប្រួលមិនស្គាល់មនុស្សមែនទេមិនឲ្យខ្ញុំចូលទ្វារនេះក៏បានប្រគល់កូនមកឲ្យខ្ញុំវិញត្រូវហើយនោះជាសាច់ឈាមដែលបងស្រីខ្ញុំបង្កើតមកគ្រូសាលីនឯងហ៊ានធ្វើបាបសំបីតែម៉ែបង្កើតកូននេះក៏គុំសង្ឃឹមថានឹងបានទុកគ្មានហេតុផលណាដែលញែកម៉ែបង្កើតនិងសាច់ឈាមបង្កើតចេញពីគ្នាទេលីនស៊ូបើមិនយកផ្ទះថ្មីនេះដូរយកកូនទេថ្ងៃនេះពួកយើងនឹងយកកូនតែមួយគត់នេះទៅមិនដែរស្ដាយក្រោយហើយមែនទេលីនស៊ូនោះជាសាច់ឈាមតែមួយគត់របស់ឯងបើឯងមិនឲ្យខ្ញុំត្រឡប់មកផ្ទះនេះវិញទេមួយជីវិតនេះឯងគុំសង្ឃឹមបានជួបមុខកូនស្រីឯងទៀតឲ្យសោះអាតាវឯងទៅក្នុងផ្ទះឥឡូវនេះពលកូនង៉ែតនោះចេញមកម៉ែនោះជាសាច់ឈាមគ្រួសារយើងណាសាច់ឈាមស្អីឯងពិតជាម៉ែចាស់វង្វេងស្មារតីមែនទុកឲ្យនាងបោកបញ្ឆោតឯងកាលនោះឯងរងធាតុត្រជាក់ខ្លាំងគ្រូពេទ្យប្រាប់យូរហើយថាឯងពិបាកមានកូនការរៀបការបានប៉ុន្មានខែដំបូងឯងសំបីតែមិនបានប៉ះពាល់នាងផងនាងពូ10ខែបង្កើតបានកូននោះថ្ងៃខែមិនត្រូវគ្នាសោះនោះមិនមែនជាសាច់ឈាមរបស់លីនស៊ូទេគឺជានាងនឹងប្រុសខាងក្រៅបង្កើតកូនមហន្តរាយនេះឡើងឯងកុំនិយាយផ្ដេសផ្ដាសឯងដើម្បីដណ្ដើមយកកូនខ្ញុំហ៊ានចាក់ទឹកកខ្វក់លើខ្លួនខ្ញុំផងខ្ញុំចាក់ទឹកកខ្វក់កាលនោះឯងកើតកូនរួចក៏លួចយកលុយរត់បាត់កូនស្រីនាងកើតមកទម្ងន់2គីឡូជាងមិនមែនជាកូនកើតមុនខែ7ខែដូចនាងនិយាយទេនាងរៀបការចូលគ្រួសារលីនមិនទាន់បាន8ខែផងតាមមកពីណាមានកូនគ្រប់ខែថតរលុកត្រលន់បែបនេះចង់យកកូនសត្វមកបោកប្រាស់មែនទេសងថ្លៃចំនួនដែលនាងបោកប្រាស់និងលុយសង្គ្រោះជីវិតដែលនាងលួចយកទៅកាលនោះមកវិញមិនឲ្យខ្វះមួយសេនយកលុយមកនាងប្រញាប់យកកូននាងទៅបើមិនយកលុយមកទេខ្ញុំនឹងបង្វិលក្បាលទៅប៉ុស្តិ៍ប៉ូលីសចាប់នាងដាក់គុកឥឡូវនេះរឿងគ្រួសារលីនគ្មានអ្វីត្រូវមើលទេអ្នកទាំងអស់គ្នាបែកផ្លូវគ្នាទៅបងលីនត្រឡប់ទៅផ្ទះវិញអាឈើក្បាលរឹងឯងដឹងខ្លួនឯងមានជំងឺយូរហើយក៏ដឹងថាក្នុងពោះនាងជាកូនសត្វឯងនៅតែបិទភ្នែកធ្វើជាអណ្ដើកសងំទុកឲ្យនាងបោកប្រាស់លុយគ្រួសារលីនទៀតម៉ែកុំនិយាយទៀតអីនាងពូមកដល់ទ្វារផ្ទះខ្ញុំគិតថាយ៉ាងណាក៏ជាជីវិតមួយទោះជាមិនមែនជាសាច់ឈាមបង្កើតក៏អាចបន្ថែមសេរីសួស្តីដល់គ្រួសារលីនយើងដែរឯងវង្វេងស្មារតីហើយអ៊ំស្រីបន្ធូរអារម្មណ៍បន្តិចទៅបងលីនជាមនុស្សចិត្តបុណ្យនិងមានមេត្តាបើមិនមែនដោយសារចិត្តល្អរបស់គាត់ទេខ្ញុំប្រហែលជាកក់ស្លាប់នៅមាត់ទន្លេបាត់ទៅហើយយេវ៉ាន់ខ្ញុំភូតអ្នកខ្លួនប្រាណខ្ញុំរឿងកន្លងផុតទៅហើយក៏ឲ្យវាផុតទៅចុះបងល្អចំពោះខ្ញុំមើលឃើញច្បាស់កូននោះទោះជាមិនមែនជាសាច់ឈាមបង្កើតប៉ុន្តែប៉ុន្មានថ្ងៃនេះពួកយើងបានចិញ្ចឹមបីបាច់កំហុសរបស់មនុស្សធំមិនរសាងលើក្បាលកូនក្មេងទេធ្វើម៉េចទៅឥឡូវស្រីចាស់ចិត្តស្លាប់នោះមាត់រវើវាយធ្វើឲ្យអ្នកស្រុកទាំងអស់ដឹងថាកូនមិនមែនជាសាច់ឈាមគ្រួសារលីនឥឡូវនេះសំបីតែលេខទាលុយក៏គ្មានដែរអញស្មានថានៅក្នុងក្រុងឯងរស់នៅស្រួលណាស់មែនទេលោឡាអស់ពាក់កណ្ដាលថ្ងៃគ្រឹះត្រូវគេកាយចេញអស់រលីងសំបីតែភូតភររឿងកូនសត្វក៏ភូតមិនចិត្តផងឯងជាស្អីមកបន្ទោសជាខ្ញុំបើខ្លាំងទៅរកលុយមកមើលលីនស៊ូចំណាស់អាជើងខ្វិនម្នាក់ស្បែកជ្រុកក្បាលពុះហើមអីអាចទិញឡានតូចបើក្រុមហ៊ុនបានត្រូវហើយឆ្នាំនេះអ្នកណាសុកចិត្តបោះលុយច្រើនយ៉ាងនេះពុករលួយទៅប្តឹងគាត់ថាគាត់លួចលក់ទ្រព្យសម្បត្តិរដ្ឋពុករលួយនឹងទទួលសូប៉ាន់ឲ្យតែមនុស្សខាងរដ្ឋបាលមកពិនិត្យឡានរបស់គាត់នឹងត្រូវរឹបអូសទាំងអស់មើលថាគាត់នៅបើកការទៀតទេល្បិចនេះសាហាវណាស់ពុករលួយត្រូវជាប់គុកបាញ់សម្លាប់ណាដល់ពេលនោះខ្ញុំចង់ឲ្យលីនស៊ូលុតជង្គង់អង្វរខ្ញុំឲ្យដកពាក្យប្តឹងវិញយេវ៉ាន់នាងតាមខ្ញុំត្រូវរងការប្រមាថមើលងាយជាច្រើនខ្ញុំជារបស់ឥតប្រយោជន៍រកតែរឿងស្អុយស្អប់មកឲ្យនាងបងលីនសំឡេងខាងក្រៅមិនរំខានដល់ការរស់នៅបិទទ្វាររបស់យើងទេរស់នៅត្រូវតែរស់នៅឲ្យមានមុខមាត់កាលពីមុនមកពីខ្ញុំភ្នែកខ្វាក់ជ្រើសរើសចំស្រីភ្នែកចិញ្ចឹមមិនឆ្អែតនោះយេវ៉ាន់
នាងមិនប្រកាន់លីនស៊ូនោះជាសំណាងគ្រួសារលីនយើងហើយកូនប្រុសទៅមុខទៀតឯងមិនត្រូវធ្វើឲ្យយេវ៉ាន់ខកចិត្តឡើយពួកយើងឥឡូវនេះមានលុយខ្លះក្នុងដៃស្អែកឯងនាំយេវ៉ាន់ទៅទីរួមស្រុកចុះឈ្មោះនៅសន្តាគាររដ្ឋកម្រិតខ្ពស់បំផុតលើកនេះម៉ែត្រូវតែរៀបចំការងារយ៉ាងអធិកអធមបំផុតជូនពួកឯងល្អទៅទីរួមស្រុកកំងសន្តាគារល្អបំផុតយេវ៉ាន់ខ្ញុំនឹងឲ្យនាងចូលទ្វារគ្រួសារលីនយ៉ាងមានមុខមាត់បំផុតមួយទៅសន្តាគាររដ្ឋអស់ប៉ុន្មានសបបចេះលុយនេះទុកទិញឡានចាស់ឆាប់កុំខ្ជះខ្ជាយលើអាហារពេលល្ងាចអីលុយទិញឡានខ្ញុំគិតគូររួចហើយគ្រប់គ្រាន់លុយរៀបការនេះមួយសេនក៏មិនត្រូវសំចៃដែរបងលីនការរស់នៅគឺសម្រាប់ខ្លួនឯងទៅធ្វើឲ្យអ្នកដទៃមើលធ្វើអ្វីគឺដើម្បីឲ្យពួកគេមើលនាងជាប្រពន្ធល្អចិត្តធំសម្បើមនៅក្នុងផ្ទះលោឡា3ថ្ងៃធ្វើឲ្យមាត់អាក្រក់រស់នៅមិនបានគ្រួសារលីនយើងត្រូវតែលៀងជំរះភាពអាម៉ាចាយលុយបន្តិចបន្តួចនេះស្មើនឹងទិញមោទនភាពប្រពន្ធលើកនេះចង់ស្ដាប់សម្ដីម៉ែលីនទី2លើថានឹងនាំយេវ៉ាន់ទៅរៀបការនៅសន្តាគាររដ្ឋស្រុកមែនទេហើយនោះជាកន្លែងដែលមន្ត្រីធំហូបបាយតើត្រូវហើយពួកយើងក្នុងជីវិតនេះមិនដែលឃើញសន្តាគារស្រុកយ៉ាងម៉េចផងអាចទៅបើកភ្នែកមើលបានទេទៅបានស្អែកខ្ញុំជួលឡានក្រុងវែង2គ្រឿងទទួលអ្នកភូមិទាំងអស់ទៅរៀបការអ្នករាល់គ្នាទៅហូបចុកឲ្យសប្បាយសមត្ថកិច្ចខ្ញុំសូមប្តឹងដោយប្រើឈ្មោះពិតអតីតប្តីខ្ញុំលីនស៊ូជាអ្នកស្រែចម្ការហូបបាយក៏មិនឆ្អែតប៉ុន្មានថ្ងៃនេះស្រាប់តែមានលុយច្រើនមិនត្រឹមតែទិញឡានថែមទាំងបើកក្រុមហ៊ុនទៀតបានទទួលលិខិតហើយករណីនេះពាក់ព័ន្ធនឹងទឹកប្រាក់ច្រើនណាស់ថ្ងៃនេះយើងនឹងបើកសំណុំរឿងស៊ើបអង្កេតយ៉ាងឆាប់បំផុតក៏ត្រូវចំណាយពេល1សប្តាហ៍ទើបអាចទិញលទ្ធផលចាប់ខ្លួនមនុស្សបាន1សប្តាហ៍ឬសមិទ្ធមេរោគស៊ីចម្លើយរបស់ជាតិបែបនេះទុកឲ្យនៅមួយថ្ងៃទៀតគឺកាន់តែមានគ្រោះថ្នាក់តើអាចទៅចាប់នៅថ្ងៃស្អែកបានទេការធ្វើការត្រូវនិយាយពីនីតិវិធីនិងភស្តុតាងត្រឡប់ទៅរងចាំដំណឹងទៅឈិនហ្វៃជីនស្មានតែថ្ងៃនេះអាចឃើញលីនទី2ត្រូវគេបាញ់ក្បាលហើយតើប្រញាប់ធ្វើអីកំបិតខាត់រួចហើយគង់តែធ្លាក់លើករបស់គេឆាប់នឹងពូលីនលើកនេះពិតជាចំណាយដើមទុនធំមែនអាទិត្យក្រោយនៅសន្តាគាររដ្ឋស្រុក88តូនអ្នកភូមិចាស់ក្មេងទៅទាំងអស់មែនហើយឡានក្រុងធំជួលរួចអស់ហើយពួកយើងដល់ពេលហ្នឹងក៏ទៅសុំចែកសេរីស៊ូស្ទេខ្លះដែរពូលីនសន្តាគាររដ្ឋ88តូគាត់យកប្រាក់ខ្ញុំទៅធ្វើមុខមាត់ឲ្យស្រីខូចនោះធំដុំម្លេះបងស្រីមុខមាត់នេះដើមឡើយគួរតែជារបស់តកូឈិនពួកយើងតាចាំសិនថ្ងៃអាទិត្យសប្តាហ៍ក្រោយត្រូវជាពេលមួយសប្តាហ៍ក្រោយល្មមទុកឲ្យគេរៀបចំទៅខ្ញុំនឹងធ្វើឲ្យសន្តាគាររដ្ឋរបស់គេប្រែជាទីលានប្រហារជីវិតសមិទ្ធគឺខ្ញុំអ្នកដែលរាយការណ៍ពីពូលីនមិញនឹងខ្ញុំសូមបន្ថែមតម្រុយសំខាន់មួយថ្ងៃអាទិត្យត្រង់សប្តាហ៍ក្រោយនៅសន្តាគាររដ្ឋគាត់នឹងយកប្រាក់ទុច្ចរិតទាំងអស់មកធ្វើពិធីជប់លៀងយ៉ាងអធិកអធមអ្នកទាំងអស់គ្នាដល់ពេលនោះទៅចាប់ខ្លួននៅសាលសន្តាគារផ្ទាល់តែម្ដងចាប់ទាំងមនុស្សនិងភស្តុតាងល្បិចនេះអស្ចារ្យណាស់មើលគេត្រូវពាក់ខ្នោះមួយជីវិតនេះច្បាស់ជាងើបមុខមិនរួចទេភួយក្រហមនេះវាយកបាសបានក្រាស់ល្អណាស់គ្រាន់តែមិនដឹងថាកន្លែងបង្អួចដែកមានខ្យល់ចូលនោះគេឲ្យយកចូលទៅដណ្ដប់ឬអត់ទេភួយគ្រូសាលីនដណ្ដប់យ៉ាងម៉េចមិនដល់វេននាងមកព្រួយបារម្ភទេចាំមើលនាងអាញាបានប៉ុន្មានថ្ងៃទៀតរងចាំដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយមើលថាតើនាងយំមិនចេញយ៉ាងម៉េចសៀវហ្វិននិយាយតិចទៅគេខំប្រឹងប្រមូលប្រាក់បានបន្តិចបន្តួចមកធ្វើអួតពួកយើងត្រូវបណ្ដោយឲ្យគេរស់នៅក្នុងថ្ងៃល្អចុងក្រោយនេះឲ្យផុតសិនទៅនាងខិតខំប្រឹងប្រែងរត់មកទីនេះគឺដើម្បីតែនិយាយពីអត្ថប្រយោជន៍ប៉ុន្មានម៉ាត់នេះឬខ្ញុំខ្លាចថាស្រាមមង្គលការថ្ងៃអាទិត្យសប្តាហ៍ក្រោយរបស់ពួកអ្នកគ្មានឱកាសបានផឹកចូលពោះពូលីនកម្រិតសន្តាគាររដ្ឋវាខ្ពស់ណាស់កាន់តែឡើងខ្ពស់កាន់តែធ្លាក់មកបែកខ្ទេចខ្ទីពូលីនពូថៅនេះទុកឲ្យពូអស់ចុះថ្ងៃអាទិត្យសប្តាហ៍ក្រោយខ្ញុំនឹងទៅភោជនីយដ្ឋានរដ្ឋដោយផ្ទាល់ដើម្បីជូនដំណើរកាត់ក្បាលពូបងប្រុសលីនឈិនហ្វៃជីននាងច្បាស់ជាមានគំនិតអាក្រក់អ្វីហើយក្រៅពីញាប់ធ្វើឲ្យគេខ្ពើមពីជើងនាងអាចធ្វើអ្វីបានទៀតយ៉ានវ៉ាន់កុំខ្វល់នឹងស្រីចិត្តខ្មៅនោះអីនាងគ្រាន់តែឃើញគ្រួសារពួកយើងរស់នៅបានរុងរឿងទើបជិះចាប់ក្នុងចិត្តនឹងមកមើលអ៊ំស្រីកាត់អក្សរសេរីស៊ូស្ដីនេះចំនៅមានបងនៅទីនេះទោះមេឃលំមកក៏បងត្រដែអ្វីដែលអូនត្រូវធ្វើឥឡូវនេះគឺធ្វើជាកូនក្រមុំថ្មីរបស់គ្រួសារលីនដោយស្ងប់ចិត្តជប់លៀងមុនកាត់ទោសប្រហារជីវិតនេះរៀបចំបានធំដុំគ្រាន់បានណាស់តើអាសកទេឆានថ្ងៃនេះគ្រួសារលីនខ្ញុំមានការរីករាយអញយានមកធ្វើឲ្យស្រីផងម៉ែយ៉ាងហោចណាស់ខ្ញុំក៏ធ្លាប់បង្កើតកូនឲ្យត្រកូលលីនដែរពូលីនយកប្រាក់លុយពីណាមកធ្វើជប់លៀងធំដុំយ៉ាងម៉េចក៏ខ្ញុំត្រូវតែមកជូនដំណើរគាត់ជើងចុងក្រោយដែរឯងមានន័យថាម៉េចបងថ្លៃឯងប្រហែលជាមិនទាន់ដឹងទេដឹងបងស្រីខ្ញុំបានរាយការណ៍ពីការកេងបន្លំទ្រព្យសម្បត្តិរដ្ឋរបស់ឯងយូរហើយប្រធានផ្នែកស្ទើរតែខុសឆ្គងធំហើយប្រវត្តិរបស់ពូលីនដែលត្រូវគេរាយការណ៍ហើយចុះប្រាក់នោះជារឿងយ៉ាងម៉េចគាត់បានបេះផ្កាឈូកព្រៃលំដាប់កំពូលនៅក្នុងព្រៃជ្រៅហាងថ្នាំបាយឆាវខាងនៅទីប្រជុំជនបានទិញ 10,000 យួនដោយផ្ទាល់មិនដែលលួចប្រាក់ទេហើយថែមទាំងជាវីរបុរសក្លាហានទៀតផងវីរបុរសក្លាហានប្រាក់រង្វាន់ 20,000 យួននិងមេដាយវីរបុរសក្លាហានដែលទើបតែធ្លាក់មកដល់កាលពីម្សិលមិញស្ទើរតែបង្កាច់បង្ខូចអ្នកមានគុណទៅហើយប្រធានផ្នែកតាចាត់ការយ៉ាងម៉េចរៀបចំឡានទៅសន្តាគាររដ្ឋជាមួយខ្ញុំដើម្បីស្វែងរកយុទ្ធធរជូនវីរបុរស
អ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់គាត់បើកក្រុមហ៊ុនទិញឡានតូចធ្វើជប់លៀង88តូអស់ប្រាក់100000យួនគឺសុទ្ធសឹងជាប្រាក់ទុច្ចរិតដែលគាត់លួចបានខ្ញុំបានរាយការណ៍ទៅប្រជាពលរដ្ឋរួចហើយក េងបន្លំមើនេះជាបទល្មើសធំត្រូវបាញ់ក្បាលណាការពូលីនជាអអ្នកក្រមិចក៏សង់ផ្ទះថ្មីទិញឡានហើយរៀបការធំដុំម្លេះ និយាយស្អែកគ្រូសាលីនមិនដែលយកប្រាក់ទុច្ចរិតសំបីមួយកាក់នឹងយកឬប្រាក់នេះខ្យល់បក់មកឬថ្ងៃនេះជប់លៀងនេះគឺជប់លៀងមុនកាត់ទោសប្រហារជីវិតច្រហ្វៃណាហៀងឯងមានភស្តុតាងអ្វីមកបង្កាច់បង្ខូចពូលីនមិនខ្លាចត្រូវគេចាប់ខ្លួនទេគិតគូពេលវេលាឡានរបស់ផ្នែកស៊ើបអង្កេតគួរតែមកដល់ហើយដល់ពេលនោះនឹងឲ្យភស្តុតាងដល់ឯងពូលីនឃើញទេគេមកចាប់ពូហើយធ្នូដៃរបស់ពូទៅតែមកដល់សម្មិតគឺគាត់កេងបន្លំប្រាក់100000យួនគាត់ជាចោរលួច ពួកឯងគឺជាអ្នកសរសេរលិខិតអនាមិកនិងលិខិតរាយការណ៍ដោយប្រកាសឈ្មោះមែនទេមែនហើយខ្ញុំសរសេរដោយតដៃពួកយើងទាំង3នាក់បានរត់មេដៃទៀតពូលីនអំបាញ់មិញពូមិនខ្លាំងណាស់ឬឥឡូវនេះខាងសមត្ថកិច្ចយកធ្នូដៃមកហើយមើលថាតើពូយកអ្វីមកប្រកែក ថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងចាំដល់ពេលរឹបអូសប្រាក់ទុច្ចរិតរបស់ឯងឲ្យឯងនៅក្នុងគុកមួយជីវិតស្អុយឆ្អឹងប្រធានផ្នែកប្រាក់100000យួនដែលទិញឡានគឺខ្ញុំបានបេះផ្កាឈូកព្រៅនៅក្នុងព្រៃជ្រៅហើយដូរយកប្រាក់សុទ្ធនៅហាងបាយឆាបខាងនៅទីប្រជុំជនដោយផ្ទាល់បើមិនជឿថៅកែចាស់អាចធ្វើបន្តបាននៅរឹងតាំងទៀតដល់ពេលនេះហើយនៅហ៊ានភូតភូមិភូតថ្នាក់ដឹកនាំទៀតផ្កាឈូកព្រៅឯងស្មានតែឯងជាទេវតាចុះមកចាប់ជាតិទៅជីកបានផ្កាឈូកព្រៅឬនោះច្បាស់ជាប្រាក់ខ្មៅដែលឯងលួចបានសម្មិតកុំស្ដាប់គេនិយាយឥតប្រយោជន៍តាក់ក្នុងភ្លាមយកគេនឹងស្រីខូចគ្មានកែវភ្នែកនោះទៅចាប់ចង់ទាំងអស់គ្នាទៅបិទមាត់ភ្លាមអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ប្រាក់រង្វាន់វីរបុរស20000យួននិងមេដាយវីរបុរសក្លាហាននេះទើបតែមកដល់កាលពីម្សិលមិញស្អាតស្អំគ្មានប្រឡាក់ប្រឡូកទេអ្នកដែលបង្កើតពាក្យចាមអារ៉ាមនាំខ្លួនទៅទាំងអស់ មិនអាចទេគាត់ជាមនុស្សអសមត្ថភាពមិនក៏អាចជាអ្នកមានគុណបំណាច់ថ្នាក់ពិសេសបានមិនពិតទេ អព្រះជាម្ចាស់ឲ្យមានទាំងផ្លាកិតយោទៀតនោះគឺជាវីរបុរសពិតប្រាកដដែលបានដណ្ដើមជីវិតពីស្ដេចយមរាជយាយចាស់ត្រកូលវាងហ៊ាននិយាយថានេះជាមនុស្សអសមត្ថភាពពិតជាខកភ្នែកមែនមើលចុះក្រដាសប្រាក់ក្រហមមួយដុំមកពីថ្នាក់កណ្ដាលនេះច្បាស់ជាទេវតាចុះមកប្រោសសត្វហើយនាំនាគរីត្រកូលលីនចេញពីទឹកល្អពួកល្ងងចិនមងរងហ៊ានចោទប្រកាន់វីរបុរសទៀតលើកនេះពាក់កណ្ដាលជីវិតដែលសច្បាស់ជាត្រូវដេម៉ាស៊ីនក្នុងពន្ធនាគារហើយមេភូមិថ្ងៃនេះជាថ្ងៃមង្គលរបស់ខ្ញុំអញ្ជើញទៅពិសាគ្រឿងស្រវឹងមួយកែវដែរទៅអ្នករាល់គ្នាថ្ងៃនេះជាថ្ងៃសិរីមង្គលដែលលីនស៊ូយកប្រពន្ធជប់លៀងបន្តទៀតចាំការហូបចុកឲ្យអស់ដៃទៅតាវាឲ្យឃើញទេកូនស៊ូរបស់យើងទទួលបានជោគជ័យខ្លាយជាវីរបុរសហើយថែមទាំងបានប្រពន្ធល្អយ៉ាងនេះទៀតត្រកូលលីនរបស់យើងទីបំផុតអាចងើបមុខចំហទ្រូងក្នុងភូមិបានហើយយ៉ាន់វ៉ានអូនឃ្លានទេបងទៅធ្វើមីមួយចានឲ្យអូនញ៉ាំបងលីនយ៉ាន់វ៉ានទៅថ្ងៃមុខបងពិតជានឹងប្រព្រឹត្តល្អចំពោះអូនឲ្យមែនទែនការចាប់ប្រកាន់មិនបានសម្រេចដោយសារមិនទាន់បង្កផលវិបាកធ្ងន់ធ្ងរគ្រាន់តែអប់រំប៉ុណ្ណោះបើមានលើកក្រោយទៀតមិនងាយស្រួលបែបនេះទេលីនស៊ូជូយ៉ានវ៉ាន់ធ្វើឲ្យអញត្រូវរងទុក្ខបែបនេះបំណុលនេះអញដាច់ខាតត្រូវយកជីវិតពួកឯងមកសងបងឥឡូវលីនស៊ូជាអ្នកមានគុណបំណាច់តើយើងទៅស៊ូជាមួយគេយ៉ាងម៉េចនេះលីនសឺយើងប៉ះមិនបានទេប៉ុន្តែមេម៉ាយជូនោះគឺជាដើមឈើប្រាក់រស់មានន័យថាម៉េចកាលមុនខ្ញុំនៅរែកតប្រឡូកក្នុងទីប្រជុំជនស្គាល់មេខ្យល់ម្នាក់មកពីខាងត្បូងទិញស្ត្រីក្មេងយកទៅលក់នៅព្រៃជ្រៅឲ្យតែចាប់ជូយ៉ានវ៉ាន់ប្រគល់ឲ្យគេយើងមិនត្រឹមតែបានប្រាក់មួយភ្នំទេថែមទាំងធ្វើឲ្យស្រីថោកទាបនេះរស់មិនស្មើទីវង្គតពេញមួយជីវិតឡក្នុងពេលដែលជូយ៉ានវ៉ាន់ចង់ធ្វើប្រពន្ធអ្នកមានគុណបំណាច់អញនឹងឲ្យនាងទៅធ្វើប្រពន្ធពោះម៉ាយចាស់រាប់សិបនាក់នៅព្រៃជ្រៅយ៉ានវ៉ាន់លុបមុខទៅយ៉ានវ៉ាន់ប្រញាប់ញ៉ាំមីទៅយប់មិញប្រកាសជាហត់ហើយមែនទេម៉ែអើឈប់និយាយហើយមនុស្សរឹងដូចឈើចេះការពារគ្នាម្លេះញ៉ាំបាយទៅអូត្រូវហើយក្រុមឡានបានទូទាត់ប្រាក់ហើយចំណូលគ្រាន់បើដែរខ្ញុំមានបំណងឲ្យគ្រួសារយើងទាំងអស់គ្នាផ្លាស់ទៅរស់នៅឯក្រុងទៅក្រុងផ្ទះក្បឿងធំនេះទើបតែសង់បានប៉ុន្មានថ្ងៃទុកឲ្យទំនេរឬអ្នកម៉ែផ្ទះមិនរត់ទៅណាទេដល់បុណ្យទានអាចត្រឡប់មកវិញបានតើគ្រួសាររស់នៅជុំគ្នាទៅដល់ណាក៏ជាផ្ទះដែរស្ដាប់តាមយ៉ានវ៉ាន់ទៅពេលណាចេញដំណើរ3ថ្ងៃទៀតមនុស្សពេលណាមកដល់គឺថ្ងៃនឹងហើយដល់ពេលចាំលីនស៊ូមិននៅដាក់ថ្នាំសន្លប់មួយប្រាវរួចច្របបោកដឹកឡើងភ្នំតែម្ដងលីនស៊ូរងចាំមើលទៅចាំពេលមេម៉ាយជូត្រូវគេលក់បាត់អញចាំមើលឯងទៅរកប្រពន្ធសម្លាញ់ឯងឯណា
នៅខាងទីរួមខេត្តមានការងារដឹកជញ្ជូនផ្លូវឆ្ងាយមួយម្ចាស់ទំនិញឲ្យតម្លៃខ្ពស់ដឹកជញ្ជូនជុំនេះរួចបងនឹងត្រឡប់មកទទួលអ្នកទាំងអស់គ្នាប្រាប់ផ្ទះ តាមផ្លូវធ្វើដំណើរដោយប្រុងប្រយ័ត្នណា នៅផ្ទះចាក់សោទ្វារឲ្យជិតនរណាក៏ហៅក៏កុំបើកឲ្យសោះ យ៉ានវ៉ាន់ធ្វើឲ្យអូនរងការលំបាកហើយទើបតែរៀបការរួចអាដៃនោះក៏រត់ទៅក្រៅបាត់ហើយក្នុងផ្ទះនេះមានក្មេងអនិច្ចាប្រភពមិនច្បាស់លាស់មួយធ្វើឲ្យអូនត្រូវមកធ្វើជាម៉ែចង់ទេអ្នកម៉ែលីនស៊ូទៅធ្វើការគឺដើម្បីគ្រួសារយើងចំពោះក្មេងវិញកំហុសមនុស្សធំមិនពាក់ព័ន្ធនឹងគេទេក្នុងពេលដែលមកដល់ត្រកូលលីនហើយខ្ញុំជាអ្នកចិញ្ចឹមលីនស៊ូមិននៅទេអញចាំមើលថាថ្ងៃនេះនរណាអាចការពារនាងបានទៀតអញប្រយុទ្ធស្លាប់រស់ជាមួយពួកឯងស្រីម្នាក់នេះចរិតកាចសាហាវមែន កុំនិយាយច្រើនយកបាវចេញមកប្រញាប់យកនាងចេញទៅបងចោះអាល្អិតនេះគិតម៉េចក្មេងអាណថាទុកនៅទីនេះឲ្យយាយចាស់លីនមើលឬប្រញាប់ឡើងពេលអ្នកភូមិកំពុងធ្វើការនៅស្រែទៅតាមផ្លូវតូចក្រោយភ្នំម៉ែ យ៉ានវ៉ាន ធ្វើម៉េចឲ្យលើកដុំធ្ងន់ធ្ងរនោះចេញទៅគេចាប់យកកូនខ្ញុំទៅហើយប្រញាប់ទៅរកទៅមនុស្សបានមកហើយនាងម្នាក់នេះមើលទៅកាច់ណាស់ដៃក៏ចាក់ធ្លុះហើយដែលលឿនឡើងខ្វះមួយកាក់ក៏មិនបាន ឯងលក់ទៅភ្នំជ្រៅធានាថាមិនខាតទេ មានតែ 5000 យកឬមិនយក 5000ក៏5000ល្អបំផុតលក់ឲ្យតាចាស់អាយុ780ឆ្នាំឲ្យចងនៅក្នុងទ្រុងជ្រូករក្សាចេកមួយជីវិតយកលុយហើយប្រញាប់ចេញទៅអញត្រូវប្រញាប់ត្រួតពិនិត្យទំនិញដឹងថានាងត្រូវគេលក់ទៅភ្នំជ្រៅខ្ញុំមើលមិនដាច់អត់ទ្រាំមិនបានលីឈរសួរធ្វើមិនទៅលុយនេះល្មមឲ្យពួកយើងហឺហានៅទីនេះហើយលោកយាយនោះប្រហែលជាស្លាប់បាត់ហើយលីឈរឯងចង់ធ្វើអីឈឺណាស់លីឈរឯងហ៊ានសម្លាប់មនុស្សផងណែណាលោកម្ចាស់អត់ទោសឲ្យខ្ញុំផងណែណាចៃរបស់លីដាជូអាចរកបានទំនិញល្អបែបនេះលក់ចូលភ្នំជ្រៅអញត្រូវសាកល្បងទំនិញមុនក ុំចូលមកលីឈរបងលីឈរយ៉ាវអានបងនាំអូនទៅផ្ទះបងដឹងដោយរបៀបណាពេលមកបងបានប្តឹងប៉ូលីសហើយប៉ូលីសកំពុងតែមកលើផ្លូវហើយកុំខ្លាចប្រពន្ធអញពិតជាប្រាប់ភូមិឲ្យទៅមែនឬគិតតែពីមនុស្សឈួតក្នុងភូមិទីនេះនៅមិនបានទេពួកយើងប្រញាប់ទៅក្រុង5000យន់នេះល្មមឲ្យពួកយើងក្នុងក្រុងមួយរយៈហើយលីដាជូចិនមូលើមែនទេពួកអ្នកឯងជាអ្នកណាពួកយើងសង្ស័យថាអ្នកពាក់ព័ន្ធនឹងការជួញដូរស្ត្រីទៅជាមួយពួកយើងមួយជើងយ៉ាវអានលោកម៉ែស្អែកពួកយើងទៅហើយភូមិអាក្រក់នេះមួយថ្ងៃក៏មិននៅដែរអ្នកម៉ែខ្ញុំមិនអីទេគេចូលគុកអស់ហើយថ្ងៃក្រោយគ្មានអ្នកណាមកធ្វើបាបគ្រួសារយើងទៀតទេអ្នកម៉ែស្អែករើផ្ទះចូលក្រុងអុចផាវ
មើលស្អីធ្វើការមិនទាន់រួចថ្ងៃនេះគ្មានបាយស៊ីទេ បាក់ទិញស្ករសាច់អាំងឲ្យចាស់ប៉ុន្តែយ៉ាអាចញ៉ាំបានតែមួយម៉ាត់ទេ ឯងចេះតែប្រនេប្រនំវាពេលពួកឯងដើរផ្សារកុំភ្លេចទិញសាច់ខ្លែម2គីឡូផង កូនខ្ញុំបាក់មើលកន្សែងក្រហមខ្ញុំរត់យឺត មើលស្អីនឹងជាកូនស្រីលោកប្រធានលីឯងក៏មិនគិតមើលដែរបើគុំតែឯងចេញគំនិតអាក្រក់កាលពីមុនធ្វើឲ្យពួកយើងជាប់គុក3ឆ្នាំឥឡូវសំបីតែអេតចាយក៏ត្រូវដណ្ដើមគេដែរកាលនោះពេលយកលុយមិនឃើញឯងប្រកែក ទៅផ្ទះ មនុស្សអាក្រក់គង់មានកម្មពៀស្លាប់ក្នុងលូទឹកស្អុយផ្លូវនៅលើលោកនេះបើដើរត្រង់ត្រឹមត្រូវគង់តែបានទៅដល់កន្លែងភ្លឺស្វាង